តែមិនគួរផ្ដេកផ្ដួលចិត្តបាត់បង់ជំហរលួងខ្លួនដើរតែបន់ស្រន់បួងសួងសុំសេចក្តីសុខពីគេឡើយហើយភ្លេចធ្វើមូលហេតុនៃសេចក្តីសុខនោះដោយខ្លួនឯងព្រោះអ្វីៗគ្រប់យ៉ាងសុទ្ធតែមានហេតុផលបើអ្នកគ្មានបុណ្យទេអង្វរករយ៉ាងម៉េចក៏ទេវតាមិនអាចជួយអ្នកបានដែរគេជួយយើងតលតែយើងមានបុណ្យខ្លួនយើងដែរដោយភាសាអង់គ្លេសមួយថា there is no free lunch បើអ្នកជាមនុស្សមានបុណ្យមិនចាំបាច់សុំទេវតាឲ្យជួយក៏បានដែរគឺជាភារកិច្ចរបស់គេត្រូវតែជួយអ្នកដោយពេលដែលព្រះពុទ្ធជាម្ចាស់នៃយើងទ្រង់ចុះចាប់បដិសន្ធិមានទេវតាមកថែរក្សាព្រះគភ៌របស់ព្រះមេត្តាព្រះអង្គជាប្រចាំសូមចងចាំថាទេវតាខ្លះជាសមាទិដ្ឋិទេវតាខ្លះជាមិច្ឆាទិដ្ឋិយល់ខុសហើយអាចនាំអ្នកឲ្យដើរផ្លូវខុសដែរមិនមែនទេវតាសុទ្ធតែល្អទាំងអស់ទេយើងមានទុក្ខដោយយើងទេវតាមានទុក្ខដោយទេវតានាពេលមួយព្រះឥន្ទជាសកទេវរាជពិបាកចិត្តពេករកអ្នកណាជួយមិនបានក៏ចូលមករកព្រះពុទ្ធជាម្ចាស់សូមព្រះអង្គឲ្យជួយសម្រាលទុក្ខព្រះអង្គក៏ពន្យល់ព្រះឥន្ទរហូតបានធូរស្បើយពីសេចក្តីទុក្ខហើយត្រឡប់ទៅឋានត្រៃត្រឹងវិញដោយសារគុណធម៌បញ្ញាញាណរបស់ព្រះអង្គធ្វើឲ្យព្រះឥន្ទក៏មករកព្រះអង្គដែរជាសរុបមកបារមីក្នុងព្រះពុទ្ធសាសនាសំដៅលើកុសលធម៌ទាំង10ដែលនាំឲ្យបានរួចផុតពីទុក្ខបារមីនោះពិតជាពូកែមែនព្រោះបានធ្វើឲ្យយើងคล้ายជាមនុស្សល្អបន្តិចម្ដងរហូតបានត្រាស់ដឹងនៅសច្ចធម៌ជាទីបំផុតបានរួចផុតពីទុក្ខនិងបានជាទីពឹងសម្រាប់មនុស្សនិងទេវតាទាំងឡាយយើងគ្រប់គ្នាគួរសន្សំបារមីទុកក្នុងចិត្តរបស់យើងឲ្យបានច្រើនយើងនឹងក្លាយជាមនុស្សមានបារមីហើយមិនពិបាកទៅរកបារមីខាងក្រៅទេតែអ្នកនៅតែផ្សាយមេត្តាចិត្តសូមឲ្យពពួកអមនុស្សនិងទេវតាទាំងឡាយបានសេចក្តីសុខខ្លាចគេថាអ្នកខ្លះខ្លាចគេថាពេករហូតដល់ថ្នាក់រួញខ្លួនរួញគំនិតមិនហ៊ានធ្វើអ្វីដែលខ្លួនពេញចិត្តរស់នៅដើម្បីតម្រូវតែចិត្តគេរហូតជួនកាលគេមិនទាំងបានគិតអីពីយើងផងគេក៏ខ្លាចដូចតែយើងដែរយូរទៅនាំគ្នារស់ទាំងភ័យខ្លាចគ្នាទៅវិញទៅមកយើងមិនអាចតម្រូវចិត្តគេបានគ្រប់គ្នាទេបើអ្នកគិតថាល្អហើយមានប្រយោជន៍ហើយធ្វើទៅធ្វើឲ្យអស់ពីចិត្តពីថ្លើមឲ្យបានសម្រេចជោគជ័យហើយប្រាប់គេថាអ្វីដែលអ្នកគិតគឺពិតជាត្រឹមត្រូវមិនមែនថាមិនឲ្យស្ដាប់យោបល់គេទេស្ដាប់ចុះតែពិចារណាផងបើគេឲ្យយោបល់ដើម្បីឲ្យអ្នកបានចម្រើនទទួលយកចុះហើយអរគុណគេផង
តែបើគ្រាន់តែជាពាក្យបញ្ឈឺឌឺដងទេកុំយកមកទុកក្នុងខួរក្បាលអីបោះចោលទៅហើយត្រូវប្រឹងប្រែងរហូតបានសម្រេចអ្នកនឹងក្លាយជាមនុស្សរឹងមាំមិនថិតក្រោមសម្ពាធអ្នកដទៃទេសូមកុំឲ្យអ្នកដទៃមកគូសវាសជោគវាសនាឲ្យអ្នកឡើយត្រូវប្រឹងឈរដោយខ្លួនឯងសាងសមត្ថភាពនិងគុណធម៌ហើយធ្វើដំណើរទៅមុខដោយភាពស្វាហាប់គេឈ្នានេះខ្ញុំខំធ្វើល្អណាស់តែនៅតែមានគេចំណែននិន្ទាខ្ញុំនិយាយអាក្រក់ពីខ្ញុំឌឺដងដាក់ខ្ញុំបង្ខូចខ្ញុំរហូតបើអ្នកប្រឹងប្រែងធ្វើល្អអ្នកជាមនុស្សល្អហើយបើគេចរណែននិន្ទាអ្នកគេជាមនុស្សអាក្រក់មិនពាក់ព័ន្ធគ្នាទេតែបើអ្នកមួម៉ៅនឹងគេអ្នកក៏คล้ายជាមនុស្សអាក្រក់មួយនឹងគេដែរបើគេហុចភ្លើងឲ្យអ្នកទទួលឬមិនទទួលជាសិទ្ធិរបស់អ្នកបើអ្នកចង់ក្តៅទទួលយករឿងនឹងមកដាក់ក្នុងខួរក្បាលទៅក្តៅកាហាយហើយតែបើអ្នកមិនចង់ក្តៅទេកុំយកភ្លើងនឹងអីកុំទុកដាក់ក្នុងខួរក្បាលអ្នកអីឲ្យគេយកទៅវិញចុះឬក៏ឲ្យវារសាត់បាត់ពីខួរក្បាលអ្នកទៅអ្នកនឹងមិនសូវលំបាកទេគេឌឺដងចង់ឲ្យអ្នកក្តៅបើអ្នកក្តៅតាមគេមែនមានន័យថាអ្នកធ្វើតម្រូវចិត្តសត្រូវរបស់អ្នកហើយគេមានឥទ្ធិពលលើជីវិតអ្នកហើយកុំបណ្ដោយឲ្យអ្នកដទៃមកកំណត់សុខទុក្ខក្នុងចិត្តអ្នកឡើយកំហឹងពេលអ្នកខាង1នាទីអ្នកបានបាត់បង់សេចក្តីសុខអស់60វិនាទីកំហឹងបានដុតបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកមុនដំបូងគេមុននឹងរាលដាលដល់អ្នកដទៃសាមញ្ញជនយើងគ្រប់គ្នាតែមានកំហឹងតែកុំខឹងយូរពេកខឹងមួយផ្លែតបានហើយរួចភ្លេចទៅកុំគុំទុកអីព្រោះបើគុំទៅក្តៅទៅខ្លួនឯងជួនកាលគេមិនទាំងដឹងខ្លួនផងរៀនខន្តីខ្លះទៅអ្វីមិនចេះតែបានតាមចង់ទេកុំមួម៉ៅក្តៅក្រហាយពេកអីគ្មានបានអីមកផងបានតែកើតទុក្ខថែងរៀនអត់ឱនយោគយល់ខ្លះទៅមានអ្នកណាចង់ខុសចង់អាក្រក់ទេបញ្ញែបញ្យល់គ្នាទៅបើគេធ្វើតាមជាការល្អតែបើគេមិនធ្វើតាមទេក៏មិនដឹងធ្វើម៉េចហើយបើក្តៅក្រហាយទៅក៏បានត្រឹមតែកើតទុក្ខទៅទេហើយបាបទៀតប្រឹងណែនាំឲ្យអស់ពីលទ្ធភាពទៅហើយសប្បាយចិត្តនឹងអ្វីដែលយើងអាចធ្វើបានទើបមិនសូវកើតទុក្ខអ្នកអាចបង្កើតរូបគេបានតែមិនអាចបង្កើតចិត្តគេបានទេ
សត្វលោកប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនកុំហឹងមួយផ្លែតកុំហុកមួយជីវិតកុំយកកំហឹងជាម្ចាស់ក្នុងការសម្រេចចិត្តត្រូវធ្វើជាម្ចាស់កំហឹងវិញរវល់អ្នកណាក៏រវល់ដែររវល់រកទ្រព្យរវល់បំពេញកិច្ចការងាររវល់រឿងគ្រួសាររវល់នោះរវល់សឹងតែរកថ្ងៃស្លាប់មិនបានផងពេលខ្លះសម្ពាធការងារច្រើនពេកគិតច្រើនពេកកាយក៏ហត់ចិត្តក៏ហត់យូរទៅជាស្មុគស្មាញចិត្តរកសុខមិនសូវឃើញឡើយការងារចាំបាច់ត្រូវតែធ្វើតែក៏ត្រូវតែរៀនអប់រំចិត្តជាមួយផងទើបមិនសូវមួម៉ៅរៀនដោះលែងខ្លួនអ្នកពីរឿងអតីតកាលកុំសូវរំលឹករំលើកវាពេកឲ្យវាហួសទៅចោះហើយក៏កុំសូវព្រួយបារម្ភនឹងរឿងដែលមិនទាន់កើតឡើងពេកអីរឿងណាត្រូវកើតដេកយំប៉ុណ្ណាក៏នៅតែកើតហើយអ្វីមិនចេះតែបានតាមចិត្តយើងរហូតទេកុំមួម៉ៅពេកជីវិតគឺអញ្ចឹងឯងហើយទម្លាប់កុំគិតរញ៉េរញ៉ៃពេកកុំគិតច្របូកច្របល់ក្នុងពេលតែមួយវាធ្វើឲ្យអ្នកវិលវល់ទម្លាប់គិតរឿងណាឲ្យប្រកបជាមួយនឹងរួចចាំគិតរឿងមួយទៀតហើយកុំតក់ក្រហល់ចង់បានភ្លាមដូចចិត្តមិនបានទេបានតែកើតទុក្ខរៀនអត់ធន់រៀនកាត់ខ្លះទៅរៀនព្រមទទួលស្គាល់ការពិតរៀនអត់ឱនឲ្យអ្នកដទៃរៀនញញឹមស្រស់ស្រាយរឹងប៉ឹងរៀនទ្រាំចំពោះការលំបាកអ្នកនឹងមិនសូវកើតទុក្ខទេស្មុគស្មាញចិត្តបើអ្នកចូលចិត្តប្រមូលរឿងក្តៅក្រហាយដាក់ក្នុងខួរក្បាលអ្នកច្រើនពេកអ្នកនឹងស្មុគស្មាញច្រើនមិនខានអ្នកខ្លះចូលចិត្តស្ពាយរឿងអតីតកាលរឿងដែលកន្លងហួសទៅហើយដេកស្ដាយក្រោយដេកអោបរហូតមិនព្រមយកវាទៅកប់ចោលទេហើយអ្នកខ្លះទៀតចូលចិត្តគិតច្រើនដេកភ័យស្រមើស្រមៃបង្កើតរឿងមកបន្លាចខ្លួនឯងតាមពិតទៅរឿងនោះមិនទាំងទាន់កើតឡើងផងបើតែយ៉ាងនេះយូរទៅចិត្តអ្នកកាន់តែស្មុគស្មាញទៅដោយសារតែមិនព្រមបោះចោលខ្លះប្រឹងដើរប្រមូលសម្រាមបន្ថែមរាល់ថ្ងៃរឿងអីថាមិនលំបាកដើម្បីបានសេចក្តីសុខកុំឲ្យស្មុគស្មាញច្រើនទាល់តែរៀនកាត់ខ្លះរៀនបោះចោលខ្លះរៀនព្រមខ្លះនិងរៀនប្រឈមមុខចំពោះការពិតខ្លះទោះបីរឿងល្អរឿងមិនល្អ
ក៏ប្រឹងដោះស្រាយទៅកុំស្មុគស្មាញពេកជីវិតគ្មានសេរីទេស្មុគស្មាញច្រើនជីវិតមិនសូវបានសុខទេស្រមោលអន្ទូលតាមប្រាណបើអ្នកញញឹមដាក់កញ្ចក់នឹងញញឹមដាក់អ្នកវិញបើអ្នកព្រោះស្រូវហើយមើលថែវាត្រឹមត្រូវអ្នកនឹងទទួលបានផលត្រឡប់មកវិញមិនខានបើអ្នកមានចិត្តល្អចិត្តត្រជាក់ចិត្តស្ងប់អ្នកនឹងបានសុខច្រើនហើយបើអ្នកមួម៉ៅក្តៅក្រហាយច្រើនជីវិតអ្នកនឹងមិនសូវបានសុខឡើយកម្មឲ្យផលភ្លាមមិនចាំបាច់ជាតិមុខជាតិក្រោយឡើយបើអ្នកធ្វើល្អដោយចិត្តស្អាតបរិសុទ្ធមិនចង់បានការតបស្នងអ្នកពិតជាបានបុណ្យច្រើនហើយក៏បានសុខច្រើនដែរនឹងមិនសូវខកចិត្តទេបើគេដឹងគុណក៏ល្អបើគេមិនដឹងទេជារឿងរបស់គេអំពើល្អអ្នកបានធ្វើរួចហើយធ្វើល្អចង់បានការតបស្នងសងគុណមិនសូវបានបុណ្យទេម្យ៉ាងទៀតជីវិតនេះក៏មានឥទ្ធិពលពីកម្មចាស់ដែរអ្នកខ្លះធ្វើតែអំពើល្អបែរទៅជាជួបតែរឿងមិនល្អទៅវិញមិនដឹងថាបានសាងកម្មអីពីមុនមកសូមកុំអស់សង្ឃឹមកុំយល់ច្រឡំថាធ្វើបុណ្យហើយបែរទៅជាទទួលបាបវិញឲ្យសោះបើអ្នកដាំដូងអ្នកមិនអាចបានផ្លែស្វាយឡើយរឿងអាក្រក់ជាផលនៃបាបកម្មចាស់ចំណែកបុណ្យថ្មីមិនទាន់មានពេលឲ្យផលនៅឡើយពេលធ្វើអំពើអាក្រក់អាចនាំឲ្យអ្នកសប្បាយរីករាយឆាប់មានឆាប់បានតែវាជាការផឹកទឹកឃ្មុំដែលលាយដោយថ្នាំពិសផ្អែមមុនដំបូងទើបពុលជាខាងក្រោយពេលបាបឲ្យផលទើបស្រែកថាហេតុអ្វីជីវិតខ្ញុំក៏មានទុក្ខច្រើនម្ល៉េះកម្មអ្នកណាកម្មយើងទេកុំបន្ទោសអ្នកណាឡើយបុណ្យមានទ្រព្យនៅបើបុណ្យអ្នកនៅមានរួមផ្សំជាមួយការប្រុងប្រយ័ត្នផងទ្រព្យអ្នកមិនងាយបាត់បង់ទៅណាទេតែពេលណាអ្នកអស់បុណ្យហើយអ្នកមានសេះសល់បាបពីមុនមកផងទ្រព្យឃើញនៅនឹងភ្នែកក៏យកមិនបានឬត្រូវបាត់បង់ខូចខាតទៅវិញបាបកម្មនាំឲ្យរកស៊ីមិនឡើងឬខាតចុងខាតដើមមានដូចជាកឹបកេងទ្រព្យគេជំពាក់លុយគេមិនសងសន្យាថាឲ្យហើយបែរជាមិនឲ្យវិញសន្យាថាឲ្យច្រើនតែបែរជាឲ្យតិចវិញកំណាញ់ស្វិតមិនចិញ្ចឹមមេដាបេដាជាដើមសេចក្តីលោភធ្វើឲ្យមនុស្សចង់បានទ្រព្យគេមកជារបស់ខ្លួនទ្រព្យនោះអាចបានមកមែន
តែជាទ្រពក្តៅក្រហាយជាទ្រពមានពីបាបកម្មនោះនឹងតាមលងបន្លាចបុគ្គលនោះរហូតដល់ថ្ងៃស្លាប់ហើយនឹងត្រូវរងទុក្ខវែងឆ្ងាយក្នុងកំណើតតទៅមុខទៀតម្យ៉ាងទៀតសេចក្តីកំណាញ់ធ្វើឲ្យមនុស្សមិនហ៊ានធ្វើទានទេពេលខ្លះមិនទាំងហ៊ានចិញ្ចឹមម៉ែឪឯងក៏មានសេចក្តីកំណាញ់មកខ្សឹបប្រាប់យើងថាបើធ្វើទៅក្រែងអស់តែបើតាមពិតទៅនៅដំណាក់កាលចុងក្រោយយើងគ្រប់គ្នាត្រូវទៅខ្លួនទៅទេគ្មានយកអ្វីទៅតាមខ្លួនបានបន្តិចសោះឡើយបើមិនបានធ្វើបុណ្យទេទ្រព្យនោះគេចែកគ្នាអស់គ្មានបានជាប្រយោជន៍សម្រាប់ខ្លួនយើងទៅកាន់បរលោកឡើយមានតែបុណ្យដែលខ្លួនយើងសន្សំរឿយទេទើបបានជាទីពឹងទៅក្នុងលោកខាងមុខបាននិយាយនេះមិនមែនមានន័យថាឲ្យឈប់រកស៊ីធ្វើតែទានឲ្យអស់ទៅនោះទេតែគួរបែងចែកសម្រាប់សេចក្តីសុខបច្ចុប្បន្នផងសន្សំបុណ្យបានជាទីពឹងទៅក្នុងបរលោកនាយផងព្រោះដំណើរកើតស្លាប់គឺត្រូវធ្វើដំណើរតែម្នាក់ឯងគ្មានអ្នកណាមកគំដរអ្នកទេរីឯបុណ្យដែលនាំឲ្យអ្នកចម្រើនដោយទ្រព្យសម្បត្តិរកស៊ីធូរគឺការចេះធ្វើទានសង្គ្រោះដល់អ្នកលំបាកដែលលោកហៅថាសង្ឃហទាននិងការចិញ្ចឹមមាតាបិតាទំនុកបម្រុងអ្នកមានសិលជាដើមដែលលោកហៅថាបូជាទានបុគ្គលដែលមានចិត្តសប្បុរសមានចិត្តមេត្តាមិនកំណាញ់មិនគិតតែខ្លួនឯងរមែងទទួលបានសេចក្តីស្រឡាញ់សេចក្តីសុខតាំងពីបច្ចុប្បន្នរហូតបរលោកនាយកុសលថ្នាក់ទានមើលពីខាងក្រៅហាក់ដូចជាអស់ទ្រព្យពីខ្លួនតែវាមានឧបមាដូចជាការព្រុះស្រូវក្នុងស្រែអ្នកអស់ស្រូវពូជពីល្អីមែនតែចុងក្រោយអ្នកទទួលបានផលច្រើនបុគ្គលដែលបានធ្វើទានទុកហើយកើតជាតិណាតែងកើតក្នុងត្រកូលមានទ្រព្យសម្បត្តិបើរកទទួលទានក៏រកបានដោយងាយហើយមិនងាយបាត់បង់ទ្រព្យសម្បត្តិទៅណាទេមេរៀនអាចថាមានពេលខ្លះអ្នកគិតមិនបានគ្រប់ជ្រុងជ្រោយហើយក៏និយាយជ្រុលជ្រោះឬសម្រេចចិត្តខុសដែលនាំឲ្យខូចខាតប្រយោជន៍ឬបាត់បង់ទ្រព្យធនជាដើមសូមកុំស្ដីបន្ទោសខ្លួនឯងច្រើនពេកអីដំណើរជីវិតតែងមានខុសខ្លះអីចឹងឯងគ្មានអ្នកណាម្នាក់បានល្អ 100% ទេអាយុនៅក្មេងចិត្តគំនិតក៏នៅក្មេងខ្ចីធ្វើឲ្យអ្នកឆាប់ឆេវឆាវហើយគិតខ្លីវាជាដំណើរធម្មតានៃការវិវត្តផ្នែកខួរក្បាលនិងចិត្តគំនិតបើខុសឆ្គង
សូមការអនុគ្រោះលើកលែងពីគេទៅកុំខ្មាស់អៀនអីរួចហើយងើបឡើងបន្តដំណើរទៅមុខទៀតផ្ដល់ឱកាសឲ្យខ្លួនឯងជាលើកទី2ក្មេងធ្លាប់ដួលរាប់សិបដងតម្រាំចេះដើរចាត់ទុកកំហុសខុសឆ្គងនិងបរាជ័យទាំងនោះថាជាមេរៀនជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តឲ្យបានត្រឹមត្រូវនៅថ្ងៃក្រោយរឿងមិនល្អធ្វើឲ្យអ្នកឈឺចាប់តែវាជួយអ្នកឲ្យមើលឃើញបញ្ហាបានច្បាស់ជាងមុនស្គាល់មនុស្សបានប្រកបជាងមុនអង្គុលីមៀលផុងខ្លួនធ្វើខុសដើរសម្លាប់មនុស្សរាប់រយរាប់ពាន់នាក់តែចុងក្រោយបានតាំងចិត្តកែខ្លួនបួសជាបព្វជិតហើយបានត្រាស់ជាព្រះអរហន្តបានជាសាវកដ៏ឆ្នើមរបស់ព្រះពុទ្ធជាម្ចាស់ទៀតផងអ្នកបានធ្វើកំហុសពីមុនមកហើយចេះកែប្រែខ្លួនព្រះពុទ្ធជាម្ចាស់ទ្រង់សរសើរថាជាបណ្ឌិតជីវិតបានភ្លឺត្រចះត្រចង់ឧបមាដូចជាព្រះច័ន្ទបានចេញផុតពីពពកដូច្នោះឯងរួចពីកម្មពាវេរាពីអតីតមកអ្នកគ្មានវិធីរត់គេចពីវាបានទេព្រោះអ្នកមិនអាចបកក្រោយហើយកែទង្វើដែលអ្នកបានធ្វើក្នុងអតីតកាលបានឡើយតែពាវេរាទៅថ្ងៃមុខអ្នកអាចជៀសបានដោយកម្លាំងនៃការរក្សាសិលបានដល់ការប្រព្រឹត្តល្អដោយកាយវាចាចិត្តការមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយមានដូចជាការមិនប៉ះពាល់ជីវិតអ្នកដទៃការមិនកាប់កេងលួចទ្រព្យអ្នកដទៃការមិនធ្វើឲ្យកូនប្រពន្ធអ្នកដទៃក្តៅក្រហាយការមិនកុហកបោកប្រាស់ជាដើមពេលអ្នកមិនបានធ្វើឲ្យអ្នកដទៃក្តៅក្រហាយគេក៏មិនមានចិត្តចងពៀមិនមានបំណងអាក្រក់ដាក់អ្នកវិញដែរដោយសារអ្នកមិនបានធ្វើអាក្រក់ដាក់អ្នកដទៃអ្នកក៏មានចិត្តស្រស់ស្រាយមិនភ័យខ្លាចមិនព្រួយបារម្ភរឿងមានទោសពៃឬខ្លាចគេធ្វើអាក្រក់ដាក់អ្នកវិញឡើយនោះហើយជាចិត្តដែលរួចផុតពីពាវេរាមនុស្សមានពៀគឺជាមនុស្សដែលបៀតបៀនគេធ្វើឲ្យអ្នកដទៃក្តៅក្រហាយមនុស្សមានចិត្តចងគំនុំគុំគួនខ្លួនក៏លំបាកព្រោះភ្លើងកំហាំងឆេះក្នុងចិត្តរាល់ថ្ងៃហើយគេក៏ក្តៅក្រហាយព្រោះទង្វើអាក្រក់របស់យើងម្យ៉ាងទៀតពាវេរានោះនឹងជាប់តាមគ្នាវែងឆ្ងាយក្នុងសង្សារវដ្តបើអ្នកដាំពូជភ្លើងអ្នកនឹងបានផលក្តៅក្រហល់ក្រហាយត្រឡប់មកវិញបើអ្នកធ្វើឲ្យគេក្តៅក្រហាយអ្នកនឹងបានភាពក្តៅក្រហាយនោះមកវិញគ្រាន់តែយូរឬឆាប់ប៉ុណ្ណោះបើអ្នកបានសាងល្អរក្សាសិលពេលបច្ចុប្បន្នឈ្មោះថាអ្នកមិនបានសាងពាវេរាទៅថ្ងៃមុខតែបើអ្នកមានកម្មពាវេរាពីអតីតជាតិមកអ្នកត្រូវទទួលផលកម្មនោះវិញ
អ្នកមិនអាចរត់គេចពីកម្មចាស់បានទេសូម្បីតែព្រះពុទ្ធជាម្ចាស់ក៏ត្រូវទទួលផលកម្មចាស់ដែរតែដោយអំណាចនៃអំពើល្អដោយអំណាចនៃសិលដែលអ្នកបានរក្សាពេលបច្ចុប្បន្នកម្លាំងបុណ្យនោះអាចជួយសម្រាលទុក្ខបានខ្លះដែរតាមកម្លាំងរបស់វាឧបមាដូចជាអ្នកស្លសម្លជ្រុលជាប្រៃទៅហើយអ្នកអាចដាក់ទឹកថែមដើម្បីឲ្យវាសាបបានខ្លះយ៉ាងណាមិញបើអ្នកបានជ្រុលជាធ្វើបាបកម្មខ្លះទៅហើយអ្នកមិនអាចកែប្រែវាបានទេតែអ្នកអាចធ្វើអំពើល្អថ្មីដែលជួយអ្នកឲ្យបានផលល្អផលថ្មីជាបន្តបន្ទាប់ចន្លោះពេលដែលបាបឲ្យផលនោះឯងយើងគ្រប់គ្នាគួរយល់ដឹងថាគ្មានវិធីសាស្ត្រណាគ្មានបុគ្គលណាឬព្រះណាអាចបញ្ជាអ្នកឲ្យរួចពីផលនៃកម្មចាស់ដែលអ្នកបានធ្វើឡើយព្រោះបើអាចធ្វើបានមែនវាជារឿងអយុត្តិធម៌ណាស់ធ្វើអាក្រក់ហើយទៅសុំឲ្យរួចពីផលកម្មដែលខ្លួនបានធ្វើតែបើអ្នកប្រឹងប្រែងអប់រំចិត្តលះបង់នៅកិលេសអស់បានក្លាយជាព្រះអរហន្តហើយបរិនិព្វានកម្មលែងតាមទាន់កម្មរកម្ចាស់លែងឃើញព្រោះព្រះអរហន្តលែងមានជាតិកំណើតតទៅមុខទៀតហើយអ្នកអាចធ្វើបុណ្យឧទ្ទិសកុសលជូនដល់មនុស្សសត្វដែលធ្លាប់មានពាវេរានឹងគ្នាហើយតាំងចិត្តរក្សាសិលឲ្យបានល្អចាប់ពីពេលនេះតទៅបុណ្យកុសលទឹកចិត្តមេត្តានឹងជួយអ្នកឲ្យបានសុខមិនសូវជួបទុក្ខច្រើនឡើយរៀនសម្រេចចិត្តមុននឹងសម្រេចចិត្តគិតឲ្យបានច្បាស់លាស់សិនសួរយោបល់គេឯងឲ្យបានគ្រប់ជ្រុងជ្រោយហើយចុងក្រោយអ្នកត្រូវសម្រេចចិត្តដោយខ្លួនឯងហើយបើសម្រេចយ៉ាងណាហើយធ្វើតាមនឹងទៅកុំសាវ៉ាដូរចុះដូរឡើងពេកអីព្រោះវាធ្វើឲ្យរំខានចិត្តខ្លាំងមិនសូវបានសុខទេហើយបើឧបមាថាការសម្រេចចិត្តនោះខុសនាំឲ្យខូចខាតបាត់បង់សូមគុំទម្លាប់បន្ទោសគេបន្ទោសឯងឬមួម៉ៅក្តៅក្រហាយស្ដីបន្ទោសខ្លួនឯងយូរពេកអីចាត់ទុកថាវាជាផលនៃបាបចាស់ទៅចុះកុំស្ដាយពេកអីព្រោះស្ដាយទៅបានត្រឹមតែខូចចិត្តយកវាជាមេរៀនគិតសារជាថ្មីឡើងវិញធ្វើឲ្យបានប្រសើរជាងមុន
សេរីសួស្តីមួម៉ៅច្រើនសេរីរត់ចេញរីករាយវិញសេរីរត់ចូលជាទូទៅយើងឲ្យតម្លៃសេរីសួស្តីទៅលើរឿងល្អល្អរឿងសប្បាយសប្បាយមានលៀបមានជ័យជាដើមតែគួរចងចាំថាផលល្អទាំងនោះកើតឡើងអាស្រ័យហេតុល្អហេតុដែលជាកុសលដែលអ្នកខិតខំប្រព្រឹត្តធ្វើពីមុនមកហេតុនៃសេរីសួស្តីនោះមានដូចជាការសេពគប់ត្រូវការតស៊ូព្យាយាមក្នុងកិច្ចការងារដែលអ្នកធ្វើការរៀនសូត្របង្កើនចំណេះដឹងការចេះគួរសមរស់រាយរាក់ទាក់ការចេះចែករំលែកដល់អ្នកលំបាកការចិញ្ចឹមមេត្តាបិតាសេចក្តីអត់ធន់ទឹកចិត្តមេត្តាទឹកចិត្តត្រជាក់ចិត្តធ្ងន់ចិត្តរស់រាយចិត្តឃ្លាវខ្លាជាដើមទាំងនោះគឺជាហេតុដើមនៃសេរីសួស្តីព្រោះសេរីសួស្តីនោះជាឈ្មោះនៃចិត្តល្អចិត្តជាកុសលចិត្តរីករាយជ្រះថ្លានោះឯងអ្នកបានសាងនៅហេតុនៃសេរីសួស្តីនោះសេរីនឹងរត់មករកអ្នកវិញមិនពិបាករត់តាមវាប៉ុន្មានទេឬក៏មិនពិបាកដើរសួរគ្រូហៅពេកដែររៀនរីករាយទទួលថ្ងៃថ្មីដោយចិត្តស្រស់ស្រាយក្នុងសេចក្តីល្អបើអ្នកគ្មានអ្វីច្រើនយ៉ាងហោចណាស់អ្នកនៅមានជីវិតរស់បន្តមួយថ្ងៃទៀតអ្នកនៅមានដៃមានជើងមានសតិស្មារតីសម្រាប់បំពេញការងារបន្តរៀនរីករាយចំពោះអ្វីដែលអ្នកមានអ្វីដែលអ្នករកបានដោយសុចរិតហើយប្រឹងប្រែងបន្តទៀតតែបើដំណើរជីវិតនេះត្រូវជួបរឿងមិនល្អខ្លះរឿងអពមង្គលខ្លះក៏កុំមួម៉ៅពេកអីព្រោះបើមួម៉ៅទៅរឿងនៅតែជារឿងហើយចិត្តកាន់តែស្មុគស្មាញថែមជីវិតតែងជួបបញ្ហាខ្លះអីចឹងឯងទ្រាំទៅបើជួបហើយប្រឹងដោះទៅហើយបើដោះហើយត្រូវដើរហួសទៅមុខទៀតកុំស្ពាយរឿងសំពីងសំពងពេកសេរីសួស្តីមិននៅជាមួយយើងទេទុកពេលវេលាដែលនៅមានសេសសល់សម្រាប់គិតរឿងថ្មីធ្វើការងារថ្មីសាងបុណ្យថ្មីដើម្បីបានសេរីសួស្តីថ្មីហួសហើយអតីតកាលល្អក្តីមិនល្អក្តីបានកន្លងហួសទៅហើយទោះបីអ្នកស្ដាយប៉ុណ្ណាក៏ទាញមកវិញមិនបានដែរអនុញ្ញាតឲ្យវាប្រែប្រួលតាមដំណើរនៃធម្មជាតិរបស់វារឿងល្អជាផលនៃកម្មល្អដែលអ្នកបានសាងរឿងមិនល្អជាផលនៃអកុសលកម្មដែលអ្នកបានប្រព្រឹត្តពីមុនមកជីវិតរបស់មនុស្សម្នាក់
ប្រព្រឹត្តទៅតាមកម្លាំងកម្មដែលខ្លួនបានធ្វើពីអតីតផងកម្មក្នុងពេលបច្ចុប្បន្នផងអ្នកមិនអាចរត់គេចពីផលនៃកម្មបានឡើយរឿងខ្លះកើតឡើងហួសពីការស្មានរបស់អ្នកហើយអ្នកគ្មានសមត្ថភាពទៅបង្គាប់បញ្ជារឿងខាងក្រៅបានទាំងស្រុងទេកម្លាំងអ្វីស្មើដោយកម្លាំងកម្មមិនមានឡើយណដ្ឋិកម្មੰសមੰពលំបើមានហេតុគ្រប់គ្រាន់រឿងនឹងកើតឡើងអ្វីមិនមែនជារឿងចៃដន្យទេបើអ្នកបានជួបរឿងមិនល្អហើយអ្នកកើតចិត្តមួម៉ៅក្តៅក្រហាយអ្នកបានបង្កើនទុក្ខនោះឲ្យមានទម្ងន់ទ្វេដងរឿងក៏អាក្រក់ចិត្តក៏មួម៉ៅទុក្ខទាំងកាយទុក្ខទាំងចិត្តណាស់ហើយចុះរឿងបានកន្លងផុតទៅហើយចាត់ទុកជាមេរៀនជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តលើកក្រោយចាប់ផ្ដើមសារជាថ្មីគិតរឿងថ្មីនិយាយរឿងថ្មីធ្វើកិច្ចការងារថ្មីលទ្ធផលក៏បានថ្មីដែរអតីតកាលមិនមែនជាផ្ទះសម្រាប់អ្នកនៅទេវាគ្រាន់តែជាស្រមោលទេតើតែបើរឿងអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចចងចាំនិងរំលឹករំលើកដល់អំពើល្អនោះរឿយដើម្បីឲ្យចិត្តបានរីករាយម្ដងទៀតបានបុណ្យម្ដងទៀតអតីតកាលពីរប្រភេទអតីតកាលខ្លះល្អអតីតកាលខ្លះមិនល្អទេជារឿងធម្មតាសម្រាប់ជីវិតមនុស្សម្នាក់ហើយអតីតកាលទាំងពីរនោះបានរលត់បាត់ទៅហើយអ្នកមិនអាចបកក្រោយទៅកែប្រែវាបានទេតែបើអ្នកគិតត្រូវអ្នកអាចកែច្នៃវាបានជាប្រយោជន៍សម្រាប់សាងអនាគតល្អទៅខាងមុខបើអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចរំលឹករំលើកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតបានសប្បាយចិត្តម្ដងទៀតអ្នកក៏ឈ្មោះថាបានធ្វើបុណ្យម្ដងទៀតដែរដែលនៅក្នុងធម៌លោកហៅថាអបរចេតនាឧស្សាហ៍រំលឹកដល់ទានដែលអ្នកបានឲ្យដល់អំពើល្អដែលអ្នកបានសាងរំលឹកឲ្យបានរឿយចិត្តអ្នកបានចម្រើនដោយបុណ្យចម្រើនដោយភាពត្រជាក់ត្រជុំឧបមាដូចជាការចាក់ទឹកដាក់ជីដល់ដំណាំដែលអ្នកបានដាំដំណាំនោះនឹងផ្ដល់ផលកាន់តែច្រើនឡើងតែបើអតីតកាលនោះជារឿងមិនល្អជារឿងអកុសលចាត់ទុកថាវាជាផលបាបចាស់ទៅចោះយកវាជាមេរៀន
ជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីព្រោះបើស្ដាយទៅក៏មិនអាចកែប្រែអ្វីបានដដែលហើយបើអ្នករំលឹករំលើកវាញឹកញាប់ពេកវាមានតែនាំឲ្យចិត្តអ្នកក្តៅក្រហាយប៉ុណ្ណោះខ្ញុំខំធ្វើល្អហេតុអ្វីខ្ញុំនៅតែមានទុក្ខច្រើនអ្នកខ្លះមានសមានចិត្តល្អមានចិត្តសប្បុរសអាណិតអាសូរជួយអ្នកដទៃច្រើនតែបែរជាមិនសូវបានសមប្រកបជួបរឿងទុក្ខសោកមិនចេះចប់មិនចេះហើយពេលខ្លះជួយគេហើយបែរជាគេរមិលគុណនិយាយអាក្រក់រហូតដល់ធ្វើទុក្ខបុកម្នេញមកវិញក៏សឹងមានអំពើល្អដែលអ្នកបានសាងហើយនៅតែជាអំពើល្អដដែលមិនប្រែទៅជាអាក្រក់ទេគ្រាន់តែវាមិនទាន់មានពេលឲ្យផលប៉ុណ្ណោះចំណែករឿងមិនល្អរឿងអកុសលដែលអ្នកបានជួបវាជាផលនៃកម្មចាស់ដល់ពេលត្រូវឲ្យផលគួរស្វែងយល់ផងដែរថាបុណ្យកុសលមានច្រើនលំដាប់ហើយបុណ្យទាំងនោះជួយអ្នកឲ្យបានស្រាលពីទុក្ខតាមលំដាប់ដែរកុសលថ្នាក់ទានលះចិត្តកំណាញ់លះចិត្តជាប់ជំពាក់កុសលថ្នាក់ទាននោះជួយអ្នកឲ្យមានគេស្រឡាញ់រាប់អានច្រើនមានកិត្តិយសគេឈ្មោះល្អនិងជាឧបនិស្ស័យនៃការរកទទួលទានមានបានតែកុសលថ្នាក់ទាននោះមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទេកុសលមួយទៀតដែលជួយអ្នកឲ្យរួចពីពាវេរាទៅថ្ងៃមុខគឺការរក្សាសិលបានដល់ការមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយអ្នកជាមនុស្សមិនមានពៀទៅណាមកណាមិនសូវព្រួយបារម្ភក្នុងចិត្តព្រោះមិនបានធ្វើខុសហើយមិនសូវមានអ្នកមកបៀតបៀនអ្នកទេជៀសវាងតែអ្នកមានបាបកម្មពីអតីតជាតិមកកុសលថ្នាក់សិលជួយអ្នកឲ្យរួចផុតពីពាវេរាទៅថ្ងៃមុខតែវានៅតែមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទាំងស្រុងឡើយកុសលថ្នាក់ខ្ពស់ដែលអាចជួយអ្នកបានច្រើនក្នុងការសម្រាលសេចក្តីទុក្ខពីផ្លូវចិត្តគឺកុសលថ្នាក់ភាវនាដែលមានន័យថាការចម្រើនសមាធិការចម្រើនបញ្ញាដែលជួយអ្នកឲ្យមានចិត្តនឹងធឹងមិនសូវញាប់ញ័រនឹងរឿងរ៉ាវទាំងឡាយសមាធិសំដៅលើការវឹកហាត់ចិត្តឲ្យស្ថិតនៅក្នុងអារម្មណ៍តែមួយដែលនាំឲ្យចិត្តបានស្ងប់រងាប់បានត្រជាក់មិនសូវរវើរវាយមិនសូវច្របូកច្របល់ជួយអ្នក
ឲ្យបានសេចក្តីសុខតាមផ្លូវចិត្តច្រើនចំណែកឯការចម្រើនបញ្ញាសំដៅលើការស្វែងយល់អំពីដំណើរកើតរលត់នៃសង្ខាររៀនលះបង់ការប្រកាន់ចំពោះរឿងរ៉ាវការទាស់ចិត្តនិងការជាប់ចិត្តចំពោះបញ្ហាទាំងឡាយពេលអ្នកបានលះបង់នៅសេចក្តីប្រកាន់នោះពីក្នុងចិត្តរឿងរ៉ាវទាំងឡាយកើតឡើងក៏កំណត់ដឹងថាជាដំណើរនៃធម្មជាតិពេលមានហេតុក៏កើតឡើងពេលអស់ហេតុក៏រលត់ទៅឧបមាដូចជាភ្លើងចង្កៀងពេលនៅប្រេងក៏នៅសល់ភ្លើងពេលអស់ប្រេងអស់បញ្ឆេះភ្លើងក៏រលត់ទៅអ្នកកំណត់ដឹងនៅដំណើរនៃសង្ខារយ៉ាងនេះកាត់បន្ថយនូវសេចក្តីប្រកាន់សេចក្តីទុក្ខក៏ធូរស្បើយពីចិត្តអ្នកថ្ងៃលៀបថ្ងៃជ័យថ្ងៃល្អគឺជាថ្ងៃដែលអ្នករីករាយចិត្តថ្ងៃដែលអ្នកបានសាងល្អដោយកាយដោយវាចាដោយចិត្តព្រឹកឡើងលើកដៃសំពះរំលឹកគុណព្រះរតនត្រ័យនឹកគុណមេត្តាបិតាចម្រើនសមាធិផ្សាយមេត្តាដល់សព្វសត្វទម្លាប់ពួរវាចាល្អគិតរឿងល្អថ្ងៃនោះคล้ายជាថ្ងៃមានសេរីសួស្តីថ្ងៃមានលៀបថ្ងៃមានជ័យថ្ងៃរះថ្ងៃលិចជាដំណើរនៃធម្មជាតិមិនល្អមិនអាក្រក់ទេចំណែករាសីអ្នកឡើងចុះអាស្រ័យលើកម្មគឺអំពើដែលអ្នកបានសាងបើអ្នកបានសន្សំបុណ្យល្អច្រើនពីមុនមកហើយបុណ្យនោះដល់ពេលឲ្យផលអ្នកក៏ជួបរឿងល្អរឿងរីករាយរកស៊ីបានចម្រុងចម្រើនទៅតែបើពេលបាបចាស់តាមទាន់វិញអ្នកនឹងជួបរឿងមិនល្អរឿងអកុសលឬរកស៊ីខាតលំចង់ទៅកម្មគឺលោកសំដៅទៅលើអំពើដែលអ្នកបានសាងពីអតីតផងក្នុងពេលបច្ចុប្បន្នផងកម្មនោះជាអ្នកចាត់ចែងឲ្យអ្នកបានជួបរឿងហេងឬរឿងសោយក្នុងដំណើរជីវិតរបស់អ្នកបើអ្នកខំប្រព្រឹត្តល្អចិញ្ចឹមមេត្តាបិតាមានចំណេះចេះដឹងច្រើនមានកាយវាចាល្អប្រពៃហើយប្រុងប្រយ័ត្នព្យាយាមក្នុងកិច្ចការងារអ្នកបុណ្យពេលបច្ចុប្បន្ននោះនឹងជួយបើកឱកាសដល់បុណ្យចាស់ចាស់មកឲ្យផលឲ្យអ្នកបានចម្រុងចម្រើនតែបើអ្នកប្រព្រឹត្តអំពើមិនល្អពេលបច្ចុប្បន្នដូចជាដើរផឹកស៊ីប៉ោឡែខ្ជិលច្រអូសធ្វេសប្រហែសកម្មមិនល្អក្នុងពេលបច្ចុប្បន្ននឹងបើកឱកាសឲ្យអកុសលកម្មពីអតីតមកឲ្យផលមិនខានអ្នកនឹងលិចលង់នឹងមិនចម្រុងចម្រើនទៅមុខឡើយព្រោះកម្មបច្ចុប្បន្នក៏មិនល្អ
កម្មពីអតីតក៏ឲ្យផលថ្ងៃហេងថ្ងៃសួយអាស្រ័យលើកម្មអ្នកអាស្រ័យលើចិត្តអ្នកមិនឋិតនៅលើមាត់គេថាទេបើអ្នកចង់បានថ្ងៃល្អចង់បានថ្ងៃជ័យត្រូវខំសាងល្អល្អដោយកាយល្អដោយវាចាល្អដោយចិត្តហើយបើមានថ្ងៃខ្លះអ្នកជួបរឿងសួយជាថ្ងៃដែលបាបចាស់ឲ្យផលសុំគុំកើតទុក្ខទូមនោះទូមនិញច្រើនពេកអីចិត្តទុកថាជាផលនៃបាបចាស់ហើយខិតខំធ្វើអំពើល្អថ្មីដូចជារំលឹកគុណព្រះរតនត្រ័យថ្វាយគ្រឿងសក្ការៈចំពោះព្រះពុទ្ធជាម្ចាស់ជូនទេយ្យទានចំពោះលោកឪពុកអ្នកម្ដាយដាក់បាតព្រះសង្ឃឬក៏ធ្វើអំពើល្អផ្សេងជាការសាងបុណ្យថ្មីបុណ្យថ្មីជាឈ្មោះនៃសេចក្តីសុខផ្លូវចិត្តបុណ្យនោះនឹងជួយឲ្យអ្នកបានស្រស់បានសុខហើយអនាគតក៏បានភ្លឺថ្លាដែរជោគជតារាសីរបស់យើងម្នាក់កើតឡើងអាស្រ័យខ្លួនយើងខ្លួនឯងជាអ្នកបង្កើតសូមគុំស្វែងរកសេរីសួស្តីពីខាងក្រៅឡើយបើចង់ឲ្យទេវតាអមនុស្សជួយអ្នកក៏អ្នកត្រូវតែមានបុណ្យឲ្យទេវតានោះជួយដែរបើអ្នកគ្មានបុណ្យសន្សំមកទេគ្មានព្រះអិនព្រះព្រហ្មណាអាចជួយអ្នកបានឡើយជាកូនអ្នកក្រអត់មានលុយកាក់ហើយចឹងវាអត់អាចបានអីដូចកូនគេអ្នកមានបានរបស់របរប្រើប្រាស់ឬក៏ចង់ធ្វើនេះធ្វើនោះឲ្យបានដូចចិត្តទេអានឹងយើងប្រៀបធៀបជាមួយគេពិបាកបន្តិចដោយសារសម្ពាយបុណ្យយើងវាផ្សេងគ្នាគេមានបុណ្យច្រើនគេរៀងធូរតែយើងរៀងខ្សោយបុណ្យយើងរៀងតាំងតែធ្វើកិច្ចការងារអីតលប្រឹងចឹងយើងត្រូវអាស្រ័យបុណ្យចាស់ផងបុណ្យថ្មីផងបុណ្យចាស់យើងធ្វើបានបានអានឹងវាជារឿងចាស់របស់យើងធ្លាប់ធ្វើទានរសាសិលចំម៉ែងចំឪជួយសង្គ្រោះគេចឹងទៅបុណ្យចាស់ហ្នឹងវារុញមកឲ្យយើងជួបជាមួយម៉ែឪល្អបងប្អូនល្អរស់ស៊ីជើងចេះតែកាក់កបទៅប៉ុន្តែបើយើងមិនបានសាងបុណ្យថ្មីទេអញ្ចឹងអាបុណ្យចាស់នោះក៏អាចកប់ដែរឧទាហរណ៍ដូចថាមានមាសជាកំណប់នៅក្រោមផ្ទះហើយយើងអត់ដែលកាយសោះវាអត់បានទ្របនឹងមកប្រើអញ្ចឹងពេលខ្លះយើងខ្សោយបុណ្យចាស់យើងម៉ែឪយើងមិនសូវទូធាប៉ុន្តែយើងត្រូវសាងបុណ្យថ្មីការតស៊ូការព្យាយាមប្រឹងប្រែងតចរិតល្អគុណធម៌សិលធម៌បង្ហាញពីសមត្ថភាពគុណសម្បត្តិជាមនុស្សរឹងប៉ឹងមានភាពម្ចាស់ការហើយធ្វើការងារនឹងឲ្យប្រកបវិជ្ជាមុះមុតហើយនឹងបុណ្យថ្មីនឹងជួយដូរជោគវាសនាជីវិតរបស់យើងមើលខ្វះអីអ្នកដែលតស៊ូព្យាយាមពេលបច្ចុប្បន្នអតីតជាកូនអ្នកស្រែប្របាក់ប្របិនមហាសិទ្ធិក្នុងពិភពលោកនេះមកគោកប៉ុន្តែឧបនិស្ស័យនៃការតស៊ូព្យាយាមនឹងជំរុញគាត់ឲ្យងើបផុតអំពីអតីតកាលមិនល្អនឹងដូចជាឈូកដុះចេញពីភក់អញ្ចឹងคล้ายទៅជាផ្កាដែលគេយកទៅបូជាព្រះបានអញ្ចឹងជោគវាសនារបស់យើងវាស្ថិតនៅលើការផឹងប្រែងការខ្សែគប់ការរៀនសូត្រការអភិវឌ្ឍខ្លួនក្នុងពេលបច្ចុប្បន្នខ្លាំងមែនទែនមិនអាចពឹងទៅលើបុណ្យចាស់ទាំងស្រុងទេ
អ្នកដែលពឹងលើបនចាស់ហើយភ្លេចធ្វើបនថ្មីនឹងអាចគ្រោះថ្នាក់យកផលបនចាស់លុយកាក់ម៉ែឪទ្រព្យសម្បត្តិនឹងទៅផឹកស៊ីស្រីញីពួកម៉ាក់ប៉ាក់ភឿនធ្វើឲ្យងងឹតទៅវិញមកភ្លឺទៅវិញងងឹតអានឹងដោយសារកម្មបច្ចុប្បន្នរបស់យើងមិនល្អអ្នកខ្លះមកងងឹតកើតមកក្រពិបាកប៉ុន្តែវិញភ្លឺដោយសារកម្មបច្ចុប្បន្នរបស់អ្នកនឹងការសែបគប់របស់អ្នកនឹងល្អអញ្ចឹងធ្វើឲ្យជោគវាសនាល្អទៅវិញអ្នកដែលមានទុក្ខសោកក្នុងចិត្តធ្ងន់ធ្ងរហ្នឹងដោយសារគាត់អោបកសោបទុក្ខរឿងរ៉ាវដែលកន្លងហួសទៅហើយហ្នឹងនៅក្នុងចិត្តហ្នឹងយូរពេកវាជាធម្មតាសុខក្តីទុក្ខក្តីវាកើតហើយវារលត់ទៅហើយអារម្មណ៍ដែលយើងជួបហ្នឹងឧទាហរណ៍ថាព្រាត់បែកបាក់រស់ស៊ីខាតគេកុហកបោកប្រាស់អីឬក៏គេសរសើររស់ស៊ីចំណេញស្អីហ្នឹងវាកើតហើយវារលត់ទៅវិញហើយវាអត់នៅជាមួយយើងរហូតទេប៉ុន្តែចិត្តរបស់យើងដែលមិនបានអប់រំល្អយើងអោបកសោបទាំងអស់អាទុកក៏អោបអាសុកក៏អោបអត់ព្រមប្រឡែងដូចថាយើងអត់ព្រមឲ្យថ្ងៃវាលិចទេអត់ព្រមឲ្យស្លឹកឈើទុំវាជ្រុះហើយនៅយំកើតទុកឲ្យស្លឹកឈើហ្នឹងវានៅជាប់នឹងដើមហើយវាមិនអាចជាប់នឹងដើមតាមយើងចង់ទេវាត្រូវប្រែប្រួលជាធម្មតាអញ្ចឹងវាតលតែយើងព្រមឲ្យមានការប្រែប្រួលទៅទោះជាសុខក្តីទោះជាទុក្ខក្តីយើងនៅតែការពារថែរក្សាឲ្យអស់ពីសមត្ថភាពរបស់យើងសុខភាពត្រូវមើលថែញ៉ាំត្រូវញ៉ាំឲ្យបានល្អគេងឲ្យបានគ្រប់គ្រាន់មើលថែបងប្អូនកូនចៅមុខរបរប្រឹងឲ្យអស់ពីសមត្ថភាពហើយបើវាត្រូវប្រែវាត្រូវព្រួលអានឹងយើងខ្វាត់អត់បានទេហើយបើយើងអោបទុកខ្លាំងចង់ខ្លាំងថាត្រូវតែអញ្ចឹងអានឹងយើងកើតទុកខ្លាំងហើយហើយដែលអ្នកខ្លះធ្ងន់ធ្លាក់ខ្លួនរហូតដល់មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរហ្នឹងដោយសារមិនព្រមប្រឡែងអ្វីដែលប្រែប្រួលអ្វីដែលរលត់ទៅហើយហ្នឹងនៅសារកសែតរំលឹករំលើកស្ដីបន្ទោសខ្លួនឯងស្ដីបន្ទោសអ្នកនេះអ្នកនោះនឹកឡើងក្តៅអារម្មណ៍ជាអតីតហ្នឹងរលត់បាត់ហើយហ្នឹងក៏នៅតែកើតទុកដោយសារអារម្មណ៍ហ្នឹងដែរចឹងតើយើងរៀនអនុញ្ញាតថារឿងហ្នឹងវារលត់បាត់ទៅហើយថ្ងៃបានលិចទៅហើយស្លឹកឈើវាបានជ្រុះទៅហើយរឿងនៅក្នុងថ្ងៃអនាគតគួយមិនទាន់មកដល់ដែរយើងត្រៀមយើងប្រឹងយើងរៀបចំប៉ុន្តែខ្ញុំប្រឹងអស់លទ្ធភាពបច្ចុប្បន្នខ្ញុំប៉ុណ្ណឹងហើយថ្ងៃស្អែកជួបរឿងណាខ្ញុំមិនអាចមានសមត្ថភាពស្មានត្រូវ 100% ទេពេលខ្ញុំប្រឹងធ្វើល្អឲ្យអស់ពីចិត្តថ្ងៃហ្នឹងហើយឬថ្ងៃស្អែកជួបរឿងល្អទទួលទៅជួបរឿងមិនល្អដោះស្រាយទៅជីវិតហ្នឹងគឺអញ្ចឹងវាខ្លីមកអញ្ចឹងដល់អញ្ចឹងវាអត់រសេមរសាមែននៅក្នុងធម៌ព្រះអង្គសម្ដែងតាក់ទងនឹងស្ដេចមួយអង្គដែលសោកស្ដាយរឿងមហេសីស្លាប់ទៅនោះយំសោកបោកខ្លួនស្ទើរខូចសតិហើយបានទៅជួបព្រះអង្គឲ្យរៀនលះបង់សេចក្តីប្រកាន់ហួងហែងអារម្មណ៍ជាអតីតអារម្មណ៍ជាអនាគតនិងការជាប់ជំពាក់ក្នុងពេលបច្ចុប្បន្នហ្នឹងព្រះជាស្វាងហើយក៏មានស្មារតីឡើងវិញមកអញ្ចឹង
រៀនកុំរែកទុកច្រើនពេករឿងណាកន្លងហួសទៅហើយឲ្យវាហួសទៅចោះនៅក្នុងធម៌មានមនុស្សមួយប្រភេទនោះសម្បូរសទ្ធាប៉ុន្តែខ្សោយបញ្ញាមានន័យថាងាយនឹងជឿគេប្រាប់គេខ្សឹបអីតិចលួងតាមសម្ដីរបស់គេឃើញទៅដូចថាជឿជាក់ហើយជួនកាលអាចងាយនឹងត្រូវគេបោកដោយសារយើងទុកចិត្តគេខ្លាំងពេកខ្វះអីអ្នកដែលមានបំណងអាក្រក់គេប្រវាញ់លើសន្តានចិត្តល្អរបស់មនុស្សល្អហ្នឹងអញ្ចឹងបានយើងត្រូវមានទាំងសទ្ធាយើងត្រូវមានទាំងបញ្ញាមានន័យថាមុននឹងទទួលជឿថារឿងនឹងវាអញ្ចឹងមនុស្សនឹងវាល្អពិតមែនវាត្រូវការពេលវេលាដើម្បីសង្កេតពិនិត្យថាតើព័ត៌មាននឹងវាមានប្រភពច្បាស់លាស់ឬទេហើយយើងបានស្ដាប់គ្រប់ជ្រុងជ្រោយហើយនៅមុននឹងវិភាគមុននឹងវិនិច្ឆ័យថាល្អអាក្រក់ពិតមិនពិតនឹងកុំឲ្យគ្រាន់តែឃើញគេផុសភ្លាមជេរ like share comment ចុងក្រោយខ្សុយទៅទេសោះមិនមែនអញ្ចឹងសោះហើយនឹងគ្រោះថ្នាក់នៅក្នុងសង្គមបច្ចុប្បន្នហ្នឹងមនុស្សលួងនឹងអ្វីដែលខ្លួនឯងឃើញនឹងភ្នែកហើយមិនសូវបានពិចារណាឬគោលហេតុផលថាវាមានរឿងអីបានទៅជាអញ្ចឹងហើយយើងត្រូវវិភាគឲ្យបានសពគ្រប់ជ្រុងជ្រោយឯងអញ្ចឹងបានពេលខ្លះព័ត៌មានបំផោងព័ត៌មានគេបន្លប់យើងវក់តាមគេចង់បាន like ចង់បាន share គេចង់ឲ្យយើងចូលទៅមើល website គេដាក់ទៅចំណងជើងអីបន្តិចឲ្យចាប់អារម្មណ៍វក់ទៅអត់ដឹងថាវាពិតមិនពិតអីចេះតែ like ចេះតែ share ចេះតែ comment ទៅឬក៏អ្នកខ្លះទៅអូគាត់តែគេប្រាប់ថាអូទៅនេះគ្រូនេះទៅកែគ្រូនោះទៅវីវក់វិលវល់វល់វក់អត់ប្រឹងប្រែងធ្វើការធ្វើងារគិតតែជឿគិតតែដាក់ចិត្តគំនិតហ្នឹងទៅលើរឿងខាងក្រៅអញ្ចឹងយើងត្រូវមានសមត្ថភាពគ្រប់គ្រងចិត្តខ្លួនឯងពិចារណាមើលវាសមមិនសមទេគ្មានករណីខ្លះដែរគេបបួលឲ្យរស់ស៊ីដាក់ទៅបានហើយដល់ចុងក្រោយវាឡងចង់លក់ផ្ទះលក់សម្បែងខ្ចីលុយធនាគារអស់ដីអស់ធ្លីទៅអានឹងដោយសារយើងដូចថាវក់មនុស្សលោភរៀងឆោតឃើញដាក់ទៅបានវាជាលោភលន់ច្រើនហើយអត់គិតដល់អំពីហេតុផលឬក៏លទ្ធផលចុងក្រោយឯងចឹងគាត់ណារំលឹកនៅក្នុងធម៌លោករំលឹកឡើងវិញថាយើងត្រូវមានទាំងសទ្ធាយើងមិនមែនថាឲ្យស្អប់មនុស្សទេស្ដាប់ត្រេះរិះពិចារណាប្រើបញ្ញាមើលថាតើវាសមនឹងអញ្ចឹងដែរឬក៏អត់ទេហើយចាំយើងធ្វើការវិភាគវិនិច្ឆ័យជាខាងក្រោយ
រឿងរ៉ាវខាងក្រៅវាមានឥទ្ធិពលលើចិត្តយើងច្រើនណាស់ក្នុងធម៌លោកហៅថាអារម្មណ៍តាមទ្វារភ្នែកតិចច្រមុះដាតកាយចិត្តហ្នឹងវាមានឥទ្ធិពលលើផ្លូវចិត្តយើងខ្លាំងណាស់បើយើងមិនបានអប់រំចិត្តឲ្យបានត្រឹមត្រូវទេអារម្មណ៍ហ្នឹងវាងាយនឹងប៉ះពាល់ធ្វើឲ្យយើងមួម៉ៅពិបាកចិត្តស្មុគស្មាញនឹងរឿងដែលកើតឡើងក្នុងជីវិតហ្នឹងហើយជាធម្មតាចិត្តរបស់យើងនេះវាតែងតែទទួលភ្ញៀវទាំងភ្ញៀវល្អទាំងភ្ញៀវមិនល្អរឿងល្អរឿងមិនល្អអារម្មណ៍ល្អអារម្មណ៍មិនល្អវាមកគឺទូនាទីវាគឺវាទទួលវាដឹងបើជាកុសលវិបាកផលនៃបុណ្យក៏បានជួបរឿងល្អតែគេនិយាយព្រោះឃើញផ្កាឃើញរបស់របរទ្រព្យសម្បត្តិអីនៅជុំរុំចឹងទៅប៉ុន្តែដល់ពេលអកុសលឲ្យផលជាវិបាករបស់បាបកម្មចាស់មកគេនិយាយដើមអេកអូយគេជេរគេបន្តិចគេរឿងរហាវប្រកាច់ប្រខូចរស៊ីខាតបាត់បង់ព្រាត់ប្រាសហើយទូនាទីរបស់ចិត្តហ្នឹងវាត្រូវតែទទួលទាំងពីរចឹងហ្មងអត់អាចបោះមួយចោលមួយបានទេប៉ុន្តែចិត្តរបស់យើងដែលខ្វះលំនឹងខ្វះបញ្ញាខ្វះសតិជួយគ្រប់គ្រងហ្នឹងវាផ្អៀងចាប់យកតែរបស់ល្អទាត់ចោលរឿងមិនល្អហើយតើកាលណាមានរឿងនឹងនៅក្នុងចិត្តអភិជានឹងទោមនស្សជាប់ចិត្តរបស់ល្អបដិសេធរឿងមិនល្អអានឹងចាប់ផ្ដើមវាមានប្រតិកម្មហើយវាកើតទោមនស្សតាមផ្លូវចិត្តដែរអញ្ចឹងវាតើយើងដឹងអំពីតួនាទីរបស់ចិត្តវិញ្ញាណហ្នឹងគឺមានតួនាទីដឹងវាអត់ប្រកាន់ថារឿងល្អរឿងមិនល្អគឺវាទទួលដឹងទាំងអស់រឿងដែលកើតក្នុងโลกហ្នឹងអត់អាចហាមគាត់រឿងខាងក្រៅបានទេដល់ពេលវាត្រូវកើតវាកើតដូចថ្ងៃត្រូវលិចវាលិចទេផ្លឹកឈើទុំវាត្រូវជ្រុះវាជ្រុះហើយរឿងវាត្រូវកើតវាដល់ពេលត្រូវកើតដែរអញ្ចឹងវិញ្ញាណរបស់យើងហ្នឹងចិត្តរបស់យើងហ្នឹងតួនាទីវាគឺដឹងរឿងល្អក្តីមិនរឿងមិនល្អក្តីប៉ុន្តែដែលធ្វើឲ្យយើងកើតទុកហ្នឹងដោយសារចិត្តយើងវាផ្អៀងយើងអត់ទទួលស្គាល់ថាជីវិតហ្នឹងវាត្រូវតែជួបរឿងទាំងពីរអញ្ចឹងយើងអត់ទទួលស្គាល់ការពិតហ្នឹងឯងយើងដាក់លក្ខខណ្ឌឲ្យចិត្តហ្នឹងថាល្អខ្ញុំយកអាមិនល្អខ្ញុំអត់យកអាហ្នឹងគ្រោះថ្នាក់ហើយអាហ្នឹងកើតទុកហើយក្នុងធម៌មានពាក្យពីរម៉ាត់ហ្នឹងអភិជាវាជាប់ចិត្តទោមនស្សវាទាស់ចិត្តវាកើតទុកហើយផ្លូវអមទាំងសងខាងហ្នឹងខ្ញុំតើមានសតិបញ្ញាស្មារតីមានធម៌នៅក្នុងចិត្តរៀនទទួលស្គាល់ដំណើរនៃជីវិតហេតុផលនៃធម្មជាតិយើងរឿងល្អក្តីរឿងមិនល្អក្តីកើតឡើងវិញ្ញាណជាអ្នកទទួលបញ្ញាជាអ្នកខាត់ខាំងអកុសលមិនឲ្យកើតឡើងជារបងជាទ្វារជាសោសម្រាប់បិទកុំឲ្យអកុសលហ្នឹងវាចូលមកក្នុងចិត្តរបស់យើងធ្វើឲ្យចិត្តរបស់យើងរំជើបរំជួលហ្នឹងយើងមានលំនឹងផ្លូវចិត្តយើងមិនសូវកើតទុកទេ
មនុស្សម្នាក់មានសម្ពាយបនមកផ្សេងគ្នាអ្នកដែលធ្លាប់បានធ្វើទានចាំម៉ែចាំឪជួយសង្គ្រោះដល់អ្នកដតីចឹងទៅពូជបនហ្នឹងធ្វើឲ្យអ្នកនឹងរស់ស៊ីក៏ចេះតែកាក់កបមុខរបរអីក៏ចេះតែរលូនទៅមានបានសុខសប្បាយហើយអ្នកដែលខ្សោយបនមិនសូវបានចែកទានជាមនុស្សកំណាញ់ចំណែនគ្នានេះហ្នឹងពូជចិត្តមិនល្អហ្នឹងវានាំឲ្យមុខក៏មិនស្រស់ដាក់រកការងារអីមុខរបរក៏ដូចជាមិនសូវជាទៅមុខរលូនល្អខ្សែគប់មនុស្សហ្នឹងក៏មិនសូវត្រូវអាហ្នឹងឧបនិស្ស័យវាអាស្រ័យបនចាស់ផងអាស្រ័យការខ្សែគប់ការប្រឹងប្រែងក្នុងពេលបច្ចុប្បន្ននឹងផងអញ្ចឹងយើងឃើញគេល្អយើងឃើញគេបានសុខយើងសប្បាយចិត្តនឹងដូចថាបនរបស់គេមានអញ្ចឹងទៅមិនមានចិត្តចំណែននិន្ទាគ្នានេះអីទេពីព្រោះបើចំណែននិន្ទាទៅក៏វាមិនដឹងបានអីមកយើងដែរយើងអប់រំចិត្តខ្លួនយើងអញ្ចឹងទៅហើយយើងបនយើងមានប៉ុណ្ណឹងការផឹងប្រែងយើងមានប៉ុណ្ណឹងអញ្ចឹងយើងសប្បាយចិត្តនឹងផលបនរបស់យើងផលនៃការព្យាយាមរបស់យើងហើយយើងប្រឹងប្រែងបន្តទៅទៀតទៅរៀនសូត្រពីគេទៅហើយបើគេមានបានដោយទុច្ចរិតហ្នឹងក៏អត់មានអីទៅចំណែននិន្ទាអីគេដែរមានតែអាណិតថាអូយសាងបាបកម្មឲ្យដូចជាផឹកទឹកឃ្មុំលាយថ្នាំពឹសអញ្ចឹងត្បិតថាយើងមើលទៅវាដូចហឺហាប៉ុន្តែក្នុងចិត្តក្តៅក្រហល់កាហាយដាំពូជមិនល្អថ្ងៃមុខថ្ងៃក្រោយមានពាវេរាធ្លាក់មកលើខ្លួនឯងគ្រួសារមិនចាំបាច់ទៅជាតិក្រោយទេពេលបាបនឹងវាមានពេលឲ្យផលពេលបច្ចុប្បន្ននឹងទៅបែកបាក់ព្រាត់ប្រាសក្តៅកាហាយដោយអំណាចនៃទុច្ចរិតអកុសលកម្មនៃខ្លួនបានធ្វើនឹងអញ្ចឹងមានចិត្តអាណិតដោយសារគាត់នឹងសាងបាបកម្មហ្នឹងអញ្ចឹងបើគេបានសុខបានល្អមានសុភមង្គលអញ្ចឹងយើងសប្បាយចិត្តត្រេកអរនឹងបុណ្យរបស់គេទៅយើងបានបុណ្យផងបានមិត្តភាពល្អផងហើយបើយើងរស់ស៊ីមានបានកាក់កបយើងចែករំលែកសេចក្តីសុខនឹងដល់អ្នកដទៃចាំម៉ែចាំឪជួយបងជួយប្អូនឃើញគេក្រពិបាកជួយគេដោយចិត្តករុណាទៅអាហ្នឹងឈ្មោះថាបានធ្វើជាមនុស្សធម៌ផងហើយឈ្មោះថាបានធ្វើបុណ្យផងហើយឈ្មោះថាបានដាំពូជសម្រាប់រកស៊ីធូធាទៅផងអាហ្នឹងនៅក្នុងច្បាប់កម្មផលហ្នឹងអញ្ចឹងអ្នកណាធ្វើទាននាំឲ្យងាយរកទទួលទានបានច្រើនហើយនឹងអ្នកកំណាញ់ស្វិតរកស៊ីមិនសូវឡើងទេទ្រព្យរបស់ដែលយើងមានហ្នឹងបើតាមធម៌វាជាផលនៃការព្យាយាមរបស់យើងវាជាផលនៃបុណ្យរបស់យើងដែលយើងធ្វើមកអញ្ចឹងយើងគួរដាំពូជថ្មីតាមរយៈបែងចែកទ្រព្យដែលយើងមានហ្នឹងជួយសង្គ្រោះដល់អ្នកដទៃមួយជាមនុស្សធម៌យើងឃើញគេមានការលំបាកយើងជួយសង្គ្រោះដោយមេត្តាយើងបានសប្បាយចិត្តនៅពេលដែលគេបានរួចផុតពីទុក្ខទី2យើងកាត់បន្ថយការកំណាញ់ស្មោគិតតែពីអញអានឹងដែលធ្វើឲ្យចិត្តចង្អៀតមួម៉ៅក្តៅក្រហាយនឹងដោយសារកំណាញ់នឹងដែរអញ្ចឹងយើងរៀនលះបង់ចិត្ត
កំណាញ់ហ្នឹងតាមរយៈការចែករំលែកសេចក្តីសុខដល់អ្នកដទៃហើយមួយទៀតក៏ជាការដាំពូជបន់សម្រាប់ទៅមុខទៀតការបរិច្ចាគទានហ្នឹងជាពូជនៃការរស់ស៊ីមានបានធូធាហើយនឹងទំនាក់ទំនងល្អគេស្រឡាញ់គេចូលចិត្តនេះជាការដាំពូជថ្មីអញ្ចឹងវាបានទាំងសប្បាយចិត្តវាបានទាំងពូជល្អវាបានទាំងបន់ហើយបើយើងស្មូលគិតទៅពីប្រមូលគិតទៅពីអញគិតទៅធ្វើម៉េចឲ្យអញនឹងបានច្រើនណាងាប់អីងាប់តែអានោះវាក្រនៅក្នុងចិត្តយើងណាបិទថាមើលទៅមានទ្រព្យមានធនច្រើនមែនប៉ុន្តែក្រៀមក្រោះក្រក្តៅក្រហល់ក្រហាយពីខាងក្នុងទ្រព្យរបស់យើងនឹងប្រៀបទៅជាទឹកសមុទ្រគេអត់អាចយកមកផឹកបានទេប៉ុន្តែសម្រាប់អ្នកដែលមានសមានចិត្តជួយសង្គ្រោះនឹងទ្រព្យតិចមែនប៉ុន្តែជាទឹកសាបនៅក្នុងតឡោក្នុងផ្តិលអញ្ចឹងគេអាចហូបទៅបាត់ស្រេកឃ្លានទៅបាត់ថាទឹកនឹងតិចតួចមែនអញ្ចឹងយើងអត់អាចយកអីទៅបានទេស្ពាយអីមកកាក់មកសេនទៅក៏មិនបានដែរមានទ្រព្យមហាសាលមាសពេជ្រប្រមាណកេះប្រមាណពាងក៏យកអីទៅមិនបានដែរអញ្ចឹងមានតែឆ្នៃរបស់ហ្នឹងឲ្យទៅជាបន់ឲ្យទៅជាចេតនាការសង្គ្រោះចិញ្ចឹមគ្រួសារប្រពន្ធកូនញាតិមិត្តម៉ែឪហើយចែករំលែកសេចក្តីស្រឡាញ់នឹងដល់សពសត្វទាំងអស់អានឹងបន់នឹងមកនៅក្នុងចិត្តយើងភ្លើងឆេះតារូបរាងកាយប៉ុន្តែมันអាចឆេះបន់បានទេយើងអាចយកទៅជាមួយបានប៉ុន្តែបើយើងប្រឹងយកមកឲ្យมันចែករំលែកអានឹងយើងអត់បានដាំពូជថ្មីទេយើងបានតាបរិភោគផលបុណ្យចាស់ហើយយើងទៅវិញខ្លួនទៅទេហើយហ្នឹងយើងអត់បានធ្វើបុណ្យសម្រាប់ខ្លួនឯងទៅមុខទៀតទេអ្នកខ្លះទម្លាប់ចិត្តហ្នឹងគឺថានិយាយអីចង់បានអីហ្នឹងចង់បានភ្លាមឲ្យគេធ្វើហ្នឹងគឺធ្វើម៉េចឲ្យតែធ្វើតាមចិត្តខ្លួនឯងបើមិនធ្វើហ្នឹងគឺមួម៉ៅញីញ័រតក់កុហលហើយតែទម្លាប់ចឹងយូរទៅវាធ្វើឲ្យពុះកជ្រោលរលរែកហើយយើងអត់មានសមត្ថភាពគ្រប់គ្រងរលករំញ័រផ្លូវចិត្តនឹងបានអានឹងប៉ះពាល់ដល់សុខភាពផ្លូវកាយផងសុខភាពផ្លូវចិត្តផងយើងទៅជារវើរវាយរហូតដល់អ្នកខ្លះគេមិនលក់គិតវិលខ្ញាល់នៅក្នុងចិត្តនឹងទៅប៉ះពាល់ដល់សុខភាពផ្លូវកាយចិត្តនឹងក៏មួម៉ៅយូរទៅជាលេងអាចគ្រប់គ្រងស្ថានភាពផ្លូវចិត្តបានរហូតដល់មានជំងឺទៀតផងដោយសារអន្សំចង់បានអីហើយចង់ភ្លាមឲ្យបានដូចចិត្តហើយអត់ចេះព្រមទទួលស្គាល់ការពិតថាវាមិនមែនចេះតែបានតាមចិត្តយើងចង់ទេយើងប្រាប់គេមិនមែនចេះតែតាមយើងភ្លាមធ្វើបានភ្លាមផ្លែតបានទេវាតចេះទទួលស្គាល់ថាហ្នឹងឯងមនុស្សវាមិនមែនបានដូចចិត្តយើងគិត
100tăng 100ទេប្រាប់ទៅណែនាំទៅខុសឆ្គងបដៅទៅធ្វើប្រាប់100ធ្វើបាន50 60 70នឹងស្ដីបដៅថាហើយដឹងអំពីឧបនិស្ស័យរបស់មនុស្សនឹងវាអញ្ចឹងយើងមិនអាចបខំដើមថ្នោតឲ្យដូចដើមដូងបានទេពូជគ្នាពូជដើមថ្នោតយ៉ាងណាមនុស្សម្នាក់ហ្នឹងវាមានពូជមានឧបនិស្ស័យហ្នឹងផ្សេងគ្នាមកអញ្ចឹងនៅតែណែនាំថែទាំថាដាំផ្កាដាំដើមឈើនៅតែស្រោចទឹកដាក់ជីអញ្ចឹងប៉ុន្តែមិនអង្គុយជេរដើមថ្នោតដើមដូងឬក៏ដំណាំហ្នឹងឯងមើលថែសម្អាតជួយទំនុកបំរុងឲ្យមនុស្សនឹងបានល្អប្រសើរហើយតើយើងរៀនទទួលស្គាល់អញ្ចឹងទទួលស្គាល់ថាវាមិនមែនចង់អីត្រូវតែបានហើយដល់ពេលវាមិនបានវាផ្ទះអង្សាវាកើតទុកតែខ្លួនឯងហ្នឹងឯងដែលរៀនទម្លាក់ខ្លះទម្លាក់ហ្នឹងមិនមែនបានន័យថាមិនឲ្យចង់បានទេយើងកំណត់ដឹងថាវាមានហេតុគ្រប់គ្រាន់ទើបវាបានអញ្ចឹងបើយើងអត់បានណែនាំបានត្រឹមត្រូវការព្យាយាមយើងវាមិនទាន់ដល់បនយើងវាមិនគ្រប់វាអត់បានទេដែលកើតទុកពិបាកចិត្តបោកក្បាលអញ្ចឹងទៀតវាមិនបានផងតើឡើយយើងទទួលថាហ្នឹងណាវាមិនទាន់គ្រប់មកទៅហេតុមិនទាន់គ្រប់ទៅវាមិនបានអញ្ចឹងប្រឹងតទៅទៀតទៅបន្តិចទៀតណាបានប៉ុណ្ណឹងទទួលចាំបាន100ប៉ុន្តែបាន80ប្រឹងទៅទៀតតារៀនទម្លាក់ខ្លះអញ្ចឹងទើបយើងមិនសូវកើតទុកខ្លាំងមានកូនចៅខ្លះលើកឡើងថាម៉ែឪខ្លះហាក់ដូចជាស្រឡាញ់កូនមិនស្មើគ្នាដូចថាគាត់ជួយនេះជាងគាត់មើលថែនេះជាងមិនសូវមើលថែគាត់ធ្វើអីក៏ខុសហើយសរសើរកូននោះជាងអញ្ចឹងទៅប៉ះពាល់ដល់សតិអារម្មណ៍របស់គាត់ដែរនឹងយើងមិនអាចមានអីទៅវាស់ស្ទួងថាគាត់ស្មើមិនស្មើទេប៉ុន្តែវាអាចក្នុងករណីខ្លះឧទាហរណ៍ថាកូននឹងឈឺច្រើនកូននឹងក្រពិបាកកូននឹងរៀនសូត្រមិនសូវចេះដឹងតែអញ្ចឹងគាត់មានទំនោរមើលថែស្រឡាញ់ឬក៏លុយកាក់ដែលកូនណាផ្ញើជូនគាត់នឹងគាត់ទុកដាក់ព្រលឹមនឹងជួយកូននឹងបើតែកូននឹងខូចហើយក៏នៅតែជួយអញ្ចឹងទៅទឹកចិត្តជាឪពុកម្ដាយស្រឡាញ់កូនហើយគាត់ស្រឡាញ់គាត់ថាអាណិតកូនណាដែលពិបាកជាងគេអញ្ចឹងវាអាចដែរក្នុងករណីខ្លះដូចថាកូននឹងល្អត្រឹមត្រូវដឹងថាអាចជួយមើលគ្រួសារបានអញ្ចឹងទៅគាត់បន្ទុកបដាក់គាត់ឲ្យជួយមើលការខុសត្រូវចាត់ចែងអីអញ្ចឹងទៅហើយយើងជួនកាលមើលមិនឃើញចំណុចហ្នឹងយើងអាចវាយតម្លៃថាម៉ែឪស្រឡាញ់កូនមិនស្មើគ្នាហើយកើតទុកមិនសុខចិត្តរហូតដល់អ្នកខ្លះគំនុំគុំគួនអីទៅទៀតក៏មានដែរមួយចំណុចទៀតគេមើលដករបស់ម៉ែឪក៏នាំឲ្យមានបញ្ហាក្នុងគ្រួសារនឹងច្រើនដែរធម្មតាម៉ែឪមានទ្រព្យរបស់ចែកឲ្យកូនអញ្ចឹងទៅហើយជួនកាលទ្រព្យនឹងវាមិនមែនកាត់ប្លង់ប៉ិនគ្នាណាវាពីកអំពកវាមានរបស់របរមាសប្រាក់អីហើយអញ្ចឹងដល់ពេលចែកវាមានលើសវាមានខ្វះហើយអញ្ចឹងក៏កូនខ្លះយកអានឹងជា
មូលដ្ឋានទៅក៏កើតទៅជារឿងជារាវឆ្លោះប្រកែកអន់សពុនចិត្តខាងម៉ែខាងឪក្នុងរឿងនឹងទៀតក៏មានដែរបើស្មាថាទ្របរបស់នឹងជាញើសឈាមរបស់គាត់ទុកឲ្យគាត់ចែកឲ្យពីណាប្រមាណអានឹងរឿងរបស់គាត់ទេយើងអរគុណដែរដែលគាត់បានចាំជីវិតទំនុកបំរុងឲ្យយើងបានរៀនសូត្របានរស់បានប៉ុណ្ណឹងហ្នឹងយើងអរគុណសន្តានចិត្តល្អគុណរបស់គាត់ដែរវាអាចតកតងនឹងរឿងប៉ុនដែរសម្ពាយប៉ុនរបស់យើងខុសគ្នាកូនខ្លះគេមានប៉ុនច្រើនកើតមកគេមានអ្នកស្រឡាញ់ចូលចិត្តរាប់អានមីងមាបងប្អូនទៅណាមកណាអញ្ចឹងទៅហើយកូនខ្លះដែលខ្សត់ប៉ុននឹងរូបគុំស្អាតរៀនក៏មិនប្រកែរគុំសូវបានអីដល់អញ្ចឹងកើតទុកទោមនោះថាមកពីម៉ែមិនជួយឪមិនជួយនឹងបានខ្ញុំក្រពិបាកអញ្ចឹងអីអញ្ចឹងទៅជារឿងកើតចិត្តចំណែននិន្ទាជាមួយបងប្អូនឯងក៏មានដែរវាអាចដែរពេលខ្លះឪពុកម្ដាយអាចសម្ដែងនៅសកម្មភាពមើលទៅដូចថាមិនស្មើភាពគ្នាអញ្ចឹងវាធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តកូនប្រុសស្រីនឹងខ្លាំងមែនតែនអញ្ចឹងបានជានៅក្នុងធម៌ព្រះអង្គសម្ដែងឲ្យមានឧបេក្ខាការស្រឡាញ់នឹងឲ្យស្មើគ្នាក្នុងចំណោមកូនចៅនឹងដើម្បីជៀសវាងកុំឲ្យកូនចៅនឹងដូចអន់សពុនចិត្តជាមួយនឹងឪពុកម្ដាយហើយទៅជាចំណែននិន្ទាឈ្នានេះជាមួយនឹងបងប្អូនប៉ុន្តែជាទូទៅម៉ែឪនឹងស្រឡាញ់កូនទាំងអស់ឲ្យចង់ឲ្យកូនទាំងអស់នឹងបានសុខនឹងឯងបើមានលឹះលួសតិចច្រើនអានឹងវាតាមស្ថានភាពរបស់កូនចឹងទៅតាមបនរបស់កូនផងក៏មានដែរបើក្នុងរឿងកម្មផលទៅបើអញ្ចឹងបាននៅក្នុងព្រំវិហារធម៌ហ្នឹងព្រះអង្គសម្ដែងការពារកុំឲ្យមានបញ្ហាកើតឡើងក្នុងទំនាក់ទំនងរវាងគ្រួសារបងប្អូនហ្នឹងគឺឪពុកម្ដាយសម្ដែងនៅទឹកចិត្តស្រឡាញ់រាប់អានកូនហ្នឹងឲ្យសំរុំទៅដំទៅសងគ្នាទៅកូនចេះសង្គ្រោះគ្នាចេះសាមគ្គីគ្នាមិនបកកចំនួនមិនធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តឪពុកម្ដាយទេអញ្ចឹងយើងគួរអរគុណលោកឪពុកម្ដាយដែលបានផ្ដល់កំណើតចិញ្ចឹមបីបាច់ថែរក្សាទំនុកបំរុងរហូតមកដល់យើងបានវ័យប៉ុណ្ណេះអរគុណណាស់គុណបំណាច់ដល់ធំធេងហ្នឹងរឿងលើសខ្វះអីតិចតួចអាហ្នឹងចាត់ទុកថាយើងមានប៉ុនប៉ុណ្ណឹងយើងទទួលប៉ុណ្ណឹងគាត់ចែកឲ្យប៉ុណ្ណាអរគុណហើយពុកអើយម៉ែខ្ញុំសូមអរគុណអ្វីដែលពុកម៉ែបានជួយខ្ញុំគាត់ជូនហើយគាត់ទទួលទៅអរគុណគាត់ទៅហើយមកចំណែកទៀតឪពុកម្ដាយក៏គួររក្សាឧបេក្ខាចិត្តហ្នឹងដើម្បីជៀសវាងកុំឲ្យកូននឹងកើតបាបដើម្បីឲ្យកូននឹងចេះស្រឡាញ់សហការគ្នាបានល្អអនុមោទនាខ្មោចអតីតកាលរឿងរ៉ាវមិនល្អបានឆ្លងកាត់ជីវិតអ្នកផុតទៅហើយវាបានកន្លងហួសទៅហើយសូមកុំហៅវាមកវិញអីអនុញ្ញាតឲ្យវារលត់ទៅចុះការមួម៉ៅក្តៅក្រហាយស្ដាយក្រោយជាការហៅរឿងអាក្រក់នោះមកកាន់ជីវិតអ្នកជាថ្មីអ្នកនឹងត្រូវរងទុក្ខជាថ្មីម្ដងហើយម្ដងទៀតបាបកម្មចាស់នាំឲ្យអ្នកជួបរឿងមិនល្អទោះអ្នកខំជៀសទៅណាក៏គេចមិនផុតដែរព្រោះកម្លាំងអ្វីស្មើនឹងកម្លាំងកម្មមិនមានឡើយ
riêng tự tu riêng đỏ sài hãy cùng bằng cả bạp thầm ấy bạp thầm ấy cứ phiếp mù màu đào cả hai nâng rương nụ ai nẹ chmua thả bàn bằng cả bạp thầm ấy hai bạp thầm ấy nụ nâng nuông ấy nẹ cả tục căn tới khlang làng rương ở cọ để bàn cả làng Opama đôi chia bộ bộ máu bỏ phát một băng bình lưuជីវិតអ្នកហើយវាក៏បានបកផាត់ផុតទៅហើយអ្នកមិនគួររត់តាមពពកខ្មៅនោះទៀតទេគួរចាប់ការងារថ្មីទទួលពន្លឺថ្មីសាងអំពើល្អថ្មីដើម្បីទទួលបានលទ្ធផលថ្មីដែលអ្នកប្រាថ្នាខ្មោចអតីតកាលបានលងបន្លាចអ្នករួចម្ដងទៅហើយកុំបណ្ដោយឲ្យវាមកលងបន្លាចអ្នកម្ដងទៀតអីនៅក្នុងពុទ្ធសាសនាចិត្តមានន័យច្រើនន័យមួយលោកប្រែមកវិញថាដឹងនៅអារម្មណ៍អញ្ចឹងអារម្មណ៍ដែលវាមកកាន់ភ្នែកតិចច្រមុះដាតកាយនិងមโนទ្វារនេះចិត្តនឹងវាចាប់យកអារម្មណ៍ទាំងអស់ហ្នឹងប៉ុន្តែយើងអាចមានសមត្ថភាពជ្រើសរើសយកអារម្មណ៍ដែលនាំឲ្យចិត្តសប្បាយរីករាយកើតបុណ្យដែរមិនចេះតែបដោយចិត្តនឹងឲ្យវាទៅតោងយកអារម្មណ៍ដែលនាំឲ្យកើតចិត្តបាបចិត្តអកុសលមួម៉ៅក្តៅក្រហាយអញ្ចឹងបាននៅក្នុងធម៌លោកអីយើងមានសតិនិងសម្បជញ្ញៈសតិនឹងជាអ្នកជួយតម្រែតម្រង់ចិត្តនឹងឲ្យគិតត្រូវឧទាហរណ៍ថាបានឃើញនៅពុទ្ធបានស្ដាប់ឮពធបានឃើញប្រសង់នឹកដល់អំពើល្អដែលខ្លួនបានធ្វើហើយនឹកដល់ទានដែលបានឲ្យហើយនឹកដល់សិលដែលបានរក្សាហើយការចម្រើនសមាធិបង្អោនចិត្តទៅក្នុងកម្មដ្ឋានជាដើមអញ្ចឹងចិត្តនឹងវាតោងយកអារម្មណ៍ដែលធ្វើឲ្យរីករាយឲ្យមានបៃតៈឲ្យមានសោមនស្សប៉ុន្តែសោមនស្សក្នុងកុសលយើងមានសមត្ថភាពអាចទាញចិត្តនឹងមកនៅក្នុងផ្លូវត្រូវផ្លូវជាកុសលផ្លូវធ្វើឲ្យស្រស់ធ្វើឲ្យចិត្តនឹងសម្បូរសេចក្តីសុខបានប៉ុន្តែផ្ទុយទៅវិញបើយើងបដែតបដោយតាមចិត្តនឹងអកុសលវាទាញទៅឧទាហរណ៍ថាយើងបដោយឲ្យទៅគិតរឿងគេជេរគិតគេរឿងគេនិយាយដើមគិតរឿងដែលកន្លងផុតទៅហើយរឿងមិនល្អអារម្មណ៍ទាំងអស់ហ្នឹងវានាំឲ្យសៅមងចិត្តពីព្រោះអាចជាអនិច្ចារម្មណ៍ហើយយើងអត់មានស្អីទប់អត់មានសតិអត់មានសម្បជញ្ញៈការពារចិត្តមិនឲ្យអកុសលកើតព្រោះនឹកទៅក្តៅនឹកទៅក្តៅនឹកទៅក្តៅអញ្ចឹងបានជានៅក្នុងធម៌យើងមានសមត្ថភាពអាចជួយបើឧទាហរណ៍ថាអារម្មណ៍មិនល្អកើតឡើងសតិនិងសម្បជញ្ញៈសតិស្មារតីនឹងជួយពន្យល់ថារឿងនឹងជាអកុសលវិបាកជាផលរបស់អកុសលកម្មពីអតីតមកអញ្ចឹងវាមកជួបហើយបញ្ញានឹងប្រសាបវាប្រសាបពឹសវាអត់ឲ្យយើងធ្វើអត់ឲ្យយើងកើតទុកខ្លាំងទេបើទោះជាអារម្មណ៍នឹងមិនល្អក៏ដោយឧទាហរណ៍ថាសម្ដីគេឌឺដងប្រឈឺយើងបើយើងអត់មានសតិដើម្បីជួយទប់ស្កាត់ជាខ្សែសីមាទេយើងដេកឈឺចាប់ដោយសារពាក្យសម្ដីឌឺដងគេហ្នឹងហើយប៉ុន្តែបើយើងមានសតិមានសម្បជញ្ញៈសតិបញ្ញានឹងជួយទប់ស្កាត់ណាមកដល់នៅតែមកអញ្ចឹងគេថានៅតែថាតិចនៅតែលឺ
ប៉ុន្តែកំណត់ដឹងថាសង្ខារកើតហើយរលត់ទៅវិញសំឡេងមកប៉ះតិចហើយវាហោះហើរទៅបាត់រលត់ទៅបាត់ទេអកុសលវិបាកកើតតែមួយផ្លែតហ្នឹងហើយអាសំឡេងអាក្រក់ហ្នឹងមិនធ្វើឲ្យចិត្តរបស់យើងហ្នឹងក្តៅក្រហល់កាហាយទេហេតុអីពីព្រោះមានសតិបញ្ញាហ្នឹងជាអ្នកបន្សាបពឹសអារម្មណ៍ក្តៅហ្នឹងហើយអញ្ចឹងយើងចាំបាច់ត្រូវមានកងការពារសតិបញ្ញាស្មារតីនឹងជួយទាញចិត្តឲ្យមកស្ថិតនៅក្នុងអារម្មណ៍នាំឲ្យកើតបុណ្យផងហើយបើអារម្មណ៍ដែលអាចធ្វើឲ្យចិត្តនឹងក្តៅក្រហល់កាហាយសតិបញ្ញាស្មារតីនឹងជួយប្រសាពឹសវាអត់ឲ្យវាមានឥទ្ធិពលមកលើចិត្តរបស់យើងហើយធ្វើឲ្យចិត្តរបស់យើងក្តៅកាហាយឯងឧបមាថារឿងកន្លងហួសទៅហើយអតីតកាលមិនល្អអីចឹងវានៅតែមកលងយើងតាមមនោទ្វារនឹកធម្មអារម្មណ៍ត្រឡប់មកវិញអារម្មណ៍ជាអតីតារម្មណ៍ហ្នឹងប៉ុន្តែយើងមានសតិបញ្ញាមួយកំណត់ដឹងថាអូអានេះរឿងនេះហួសទៅហើយជារឿងអតីតបើយើងក្តៅក្រហាយស្ដាយក្រោយក៏យើងអត់អាចទៅកែរឿងនឹងបានដែរចាត់ទុកថាជាផលបាបចាស់ទៅចោះបើក្នុងន័យអភិធម្មថារឿងនឹងចប់បាត់ទៅហើយអញ្ចឹងយើងទទួលស្គាល់ថាអ្វីវាមានហេតុគ្រប់គ្រាន់បានកើតឡើងរឿងហ្នឹងអញ្ចឹងចប់ហើយអញ្ចឹងយើងទៅមុខទៀតយើងអត់តោងយកអារម្មណ៍អតីតហ្នឹងនាំឲ្យកើតទុក្ខរហូតដល់បច្ចុប្បន្ននេះមានសតិមានបញ្ញាពយល់ខ្លួនឯងកាត់សេចក្តីទុក្ខនឹងចេញអញ្ចឹងយើងទៅមុខហើយយើងទាញចិត្តហ្នឹងឲ្យមកនៅក្នុងផ្លូវត្រូវក្នុងអារម្មណ៍នាំឲ្យកើតបុណ្យកើតសេចក្តីជ្រះថ្លាអាហ្នឹងយើងអត់ស្មុគស្មាញយើងអត់ពិបាកចិត្តច្រើននេះហើយយើងមានសមត្ថភាពអាចធ្វើបានដោយការចម្រើននៅសតិបញ្ញាការស្ដាប់ធម៌ការពិចារណាធម៌ការធ្វើសមាធិការសេពគប់មិត្តត្រូវការព្យាយាមរឿយកុំបោះបង់ចោលការព្យាយាមអាហ្នឹងយើងអាចសម្រួលផ្លូវចិត្តរបស់យើងបានច្រើនមនុស្សយើងម្នាក់ហ្នឹងមានទេពកោសលមានសមត្ថភាពផ្សេងគ្នាទៅហើយយើងក៏មិនអាចនឹងទៅរ៉ាប់រងអះអាងថាយើងនឹងធ្វើស្អីក៏បានគ្រប់យ៉ាងដែលយើងតលថាហ៊ានផ្ដល់តម្លៃផ្ដល់ឱកាសផ្ដល់កិត្តិយសដល់គេផងកុំឲ្យគិតតែចង់បានមកខ្លួនឯងចង់ឲ្យគេទៅសើតែខ្លួនឯងចង់ឲ្យគេមើលឃើញតែខ្លួនឯងបានហើយអ្នកដតីដូចថាផាត់ចោលអានឹងចិត្តនឹងវាចង្អៀតចិត្តនឹងវាមាននះចិត្តនឹងវាមានកំណាញ់មច្ឆរិយៈហើយមានអ៊ីសាកាចំណែនទៀតអញ្ចឹងវាអត់ចម្រើនទៅមុខទេយើងខ្វះមិត្តភ័ក្តិល្អយើងមិនចង់ឲ្យគេបានខ្ពង់ខ្ពស់មិនចង់ឲ្យគេបានល្អជាងយើងអញ្ចឹងណាសហការគ្នាក៏មិនបានទៅមុខស្រួលដែរវាមានការចំណែននិន្ទាបែងជើងគ្នានិយាយអាក្រក់ពីគ្នាទៅវិញទៅមកអីចឹងទៅជាងតើយើងរៀនបើកចិត្តឲ្យទូលាយហើយរៀនស្វែងយល់ហើយរៀនថាបដោះដាក់ទឹកដាក់ជីបន្ថែមសម្រាប់អ្នកណាដែលមានសមត្ថភាពមានទេពកោសល្យហើយនឹងសប្បាយចិត្តនឹងគេបានចម្រើននឹងបានអភិវឌ្ឍខ្លួនទៅមុខតទៅទៀតមិនមានចិត្តជាអៀតចង្អល់ខ្លាចគេខ្ពស់ខ្លាចគេប្រសើរជាងខ្លួនទេហើយកំណត់ដឹងថាចិត្តចំណែនចង្អៀតចង្អល់ហ្នឹងជាអកុសលជាមេរោគក្នុងចិត្តយើងឯងមិនមែនជាមិត្តសម្លាញ់ទេបើគេបានខ្ពង់ខ្ពស់បានប្រសើរជាងយើងអាហ្នឹងជាសមត្ថភាពជាសមិទ្ធផលរបស់គេបើក្នុងធម៌ថាបុណ្យរបស់គេផឹងមកគេបានទោះជាយើងចំណែនក៏វានៅតែបានទៅគេដដែលអញ្ចឹងហាត់ពុតលួតដំពយល់ចិត្តហ្នឹងឲ្យដឹងថាអូមនុស្សយើងវាមានសម្ពាយបុណ្យ
វាមានសម្ពាយការផឹងផែងសម្ពាយបញ្ញាហ្នឹងផ្សេងគ្នាយ៉ាងសប្បាយចិត្តទៅយើងបានមិត្តភាពល្អផងយើងបានបុណ្យកុសលផងហើយទៅមុខទៅក្រោយយើងបានជាញាតិជាមិត្តល្អមានការមានទុក្ខធរៈអាចជួយគ្នាទាំងបច្ចុប្បន្នជាតិទាំងទៅក្នុងលោកខាងមុខទៀតផងហើយជាពិសេសទៅយើងបានស្បើយពីទុក្ខមួម៉ងក្នុងចិត្តទៅពីព្រោះអាការចំណែននិន្ទាហ្នឹងវាមួម៉ៅវាកើតទុក្ខខ្លួនឯងតាវាមិនមែនកើតទុក្ខគេទេហើយធ្វើឲ្យបរិយាកាសការងារហ្នឹងក៏អាប់អួរដែរតែកាលណាយើងមានអាចិត្តចង្អៀតចង្អល់ច្រើនហ្នឹងមិនទៅមុខបានវែងបានឆ្ងាយទេហើយមានចំនួនក្នុងកន្លែងការងារមិនចម្រើនទៅមុខទេដោយក្នុងធម៌លោកហៅថាដោយអ៊ីសាការចំណែនមច្ឆរិយៈការកំណាញ់ហ្នឹងមិនថាមិនចូលគ្នាមិនស្រឡាញ់ជាមិត្តភាពស្មោះត្រង់ឲ្យបានចម្រុងចម្រើនអាហ្នឹងចាត់ជាបុថុជនហ្នឹងវាអញ្ចឹងវាធ្វើឲ្យចង្អៀតចង្អល់ឃើញគេល្អជាងមិនបានប៉ុន្តែចុងក្រោយវាមានបានអីវាមានបានតែបាបមកខ្លួនឯងហើយបន្តកម្មពៀវរាទៅមុខទៅវែងឆ្ងាយទៅទៀតផងកើតទៅជាបងជាប្អូនឆ្លោះគ្នាជាម៉ែជាកូនទៅជាសត្រូវនឹងគ្នាអញ្ចឹងទៅដោយអំណាចនៃកម្មពៀវរាការចំណែននិន្ទាចង្អៀតចង្អល់គ្នាទៅវិញទៅមកហ្នឹងអញ្ចឹងវាតលថាយើងរៀនស្វែងយល់អំពីដំណើរហេតុផលរៀនត្រេកអរពេលគេបានចម្រុងចម្រើនជាងមានមុទិតានៅក្នុងព្រហ្មវិហារធម៌ទាំង4ហ្នឹងមេត្តាករណាមុទិតាគឺត្រេកអរនឹងឃើញគេបានសុខនឹងឃើញគេបានល្អអត់មានចិត្តចំណែននិន្ទាអញ្ចឹងយើងសប្បាយចិត្តណាហើយស្រស់ទៅចិត្តយើងហ្នឹងហើយតែចិត្តយើងស្រស់វាស្រូបបុណ្យកុសលមកឲ្យផលដែរបើផ្ទុយទៅវិញចិត្តចង្អៀតមួម៉ៅក្តៅក្រហល់ក្រហាយហ្នឹងវាទៅបិទទ្វារបន់វាហៅតែក្រុមបាបមកចូលអារស៊ីខាតក្នុងលូលទាំមួម៉ៅចំណែននិន្ទានិយាយដើមអេអូយទៅសិតតែក្រុមអកុសលហើយវាទៅហៅក្រុមអកុសលពីអតីតបាបកម្មពីអតីតមកឲ្យលងចុងទៅរស់ស៊ីមិនដឹងក្បាលមិនដឹងកតុយទៅបើនៅផ្ទុយទៅវិញអ្នកនឹងរីករាយស្រស់ស្រាយប្រឹងប្រែងតស៊ូរកបានមកក្នុងគ្រួសារល្អុកល្អឿនចាំម៉ែចាំឪមិនចំណែននិន្ទាត្រេកអរនឹងគេបានមានទៅហើយឃើញគេបានគេមានលើកដៃសាធុបានចម្រុងចម្រើនខ្ញុំសប្បាយចិត្តជាមួយទៅហើយបើអ្នកណាធ្វើអាក្រក់ទៅអូយបាបកម្មអាណិតគ្នាអានឹងចិត្តនឹងទៅជាមានករណាចង់ជួយឲ្យបានដើរក្នុងផ្លូវត្រូវបើថាយើងជួយមិនបានអានឹងមានតែមេត្តាចិត្តពីខាងក្រៅអញ្ចឹងទៅប៉ុន្តែបើជួយបានក៏ជួយប្រយ័យពយល់អញ្ចឹងទៅអញ្ចឹងវាឆ្លាស់ពីសេចក្តីទុក្ខនឹងទៅហើយអត់មានពៀវរាអញ្ចឹងយើងរៀនបើកចិត្តឲ្យទលាយរីករាយនឹងគេបានចម្រុងចម្រើនយើងបានសុខទាំងបច្ចុប្បន្នបានទាំងមិត្តភាពហើយមិនមានពៀវរាទៅថ្ងៃខាងមុខទេបើនិយាយពីសេចក្តីទុក្ខផ្លូវចិត្តវិញជាពុទ្ធជននឹងអ្នកណាក៏មានដែរគាត់ណាតិចច្រើនតាមកម្រិតនៃបញ្ញាស្មារតីយល់ដឹងអំពីដំណើរនៃជីវិតនឹងបើបុគ្គលនឹងច្រើនដោយអកុសលមួម៉ៅខឹងជាប់ជំពាក់លោភលន់ច្រើនអាហ្នឹងកើតទុកច្រើនហើយពីព្រោះអកុសលហ្នឹងវាជា
ថ្នាំពឹសវាជាមេរោគវាមករំខានផ្លូវចិត្តឲ្យយើងនឹងញាប់ញ័រឧទាហរណ៍ថាយើងចំណែនយើងកំណាញ់យើងស្អប់យើងគុំអានឹងដូចភ្លើងធូបនោះវាមកអុចវាមកអុចចិត្តយើងឈិតឲ្យយើងក្តៅអ្នកខ្លះរហូតដល់ដេកមិនលក់បក់មិនលហើយហូបបាយមិនឆ្ងាញ់ខ្វល់ខ្វាយដល់អញ្ចឹងវាអត់បានសុខទេការជាប់ជំពាក់ប្រាថ្នាហួសពីសមត្ថភាពហ្នឹងក៏នាំឲ្យកើតទុក្ខដែរឧបមាថាយើងរកបានប៉ុណ្ណឹងសមត្ថភាពយើងផឹងអស់ហើយបាន10000ហ្នឹងប៉ុន្តែវាលោភវាលន់វាកុហកកាហាយប្រៀបធៀបឃើញគេបាន1លានទៅវាដេកអត់លក់បដោយនិយាយអញ្ចឹងមិនមែនថាហាមឃាត់មិនឲ្យប្រឹងទេប្រឹងនៅតែប្រឹងប៉ុន្តែតើមានសន្តោសៈក្នុងធម៌ថាឲ្យចេះពេញចិត្តនឹងសមត្ថភាពដែលខ្លួនអាចរកបានប្រឹងនៅតែប្រឹងប៉ុន្តែខ្ញុំប្រឹងអស់ហើយសមត្ថភាពខ្ញុំប៉ុណ្ណឹងសប្បាយចិត្តនឹងអ្វីដែលខ្លួនរកបានហើយនឹងបានវាស្រាលវាអត់កើតទុក្ខជួនកាលអ្នកខ្លះរកបានហើយនៅតែកើតទុក្ខអញ្ចឹងបើពុទ្ធព្រះអង្គចាត់ទុកថាយើងនៅក្រដដែលឯងបើទោះជារកបានច្រើនពួកយើងវាខ្វល់វាខ្វាយវាពិបាកវាមូវាម៉ៅអញ្ចឹងការដែលចេះបញ្យល់ខ្លួនឯងរកបានច្រើនចាត់ទុកថាបុណ្យយើងច្រើនយើងសប្បាយចិត្តនឹងអ្វីដែលយើងរកបានច្រើននឹងទៅហើយរកបានល្មមអានឹងខ្ញុំប្រឹងអស់សមត្ថភាពហើយអស់ពីសមត្ថភាពខ្ញុំប៉ុណ្ណឹងអញ្ចឹងសប្បាយចិត្តទៅបុណ្យខ្ញុំសំពីខ្ញុំមានប៉ុណ្ណឹងមកបើរកបានតិចអានឹងនៅតែប្រឹងនៅតែតស៊ូអញ្ចឹងដើម្បីជីវភាពប៉ុន្តែត្រូវកំណត់ដឹងថាមនុស្សវាមានវាសនាផ្សេងគ្នាមិនអាចទៅដេកចំណែនគេចំណែនបងចំណែនប្អូនអ្នកខ្លះដូចគ្រួសារគេផ្សេងបងប្អូនគេផ្សេងគេរកស៊ីបានមានឯងវាអន់ជាងគេដេកក្តៅក្រហាយចំណែនគេហៅរឿងម៉ែហៅរឿងឪអីចឹងតែក៏មានដែរអញ្ចឹងអកុសលហ្នឹងវាមកអុចយើងមិនឲ្យយើងបានសុខទេតែកាលណាយើងមានអកុសលនឹងច្រើនអាហ្នឹងកើតទុកច្រើនហើយអញ្ចឹងវាតតែយើងព្យាយាមចម្រើននៅធាតុល្អនៅក្នុងចិត្តឧទាហរណ៍ថាការចេះចែកម្លែកតិចច្រើនក៏ដោយមានតិចចែកតាមតិចមានច្រើនចែកតាមច្រើនទឹកចិត្តមេត្តាហ្នឹងវាដូចជាទឹកសន្សើមឬក៏ការប្រោះព្រំផ្កាប្រោះព្រំដើមឈើនឹងឲ្យវាស្រស់ចឹងទឹកចិត្តល្អបន្តិចហ្នឹងក៏ដោយការនិយាយដោយចិត្តមេត្តាការជួយពយល់ឲ្យគេបានសុខបង្ហាញផ្លូវឲ្យគេបានចម្រើនសេចក្តីល្អតាមវាចាហ្នឹងវាសប្បាយចិត្តឃើញគេសុខឃើញគេល្អទៅចិត្តហ្នឹងមានសមាធិយល់ត្រូវមិនទៅប្រកាន់ចំណែនគុំគួនស្អប់គេអីទេអប់រំចិត្តខ្លួនឯងហ្នឹងឲ្យស្ថិតនៅក្នុងកុសលធម៌ស្ថិតនៅក្នុងសមាធិទៅនឹកឃើញថាហ្នឹងហើយជីវិតហ្នឹងវាមានហេតុវាមានផលហើយយើងប្រឹងប្រែងបានប៉ុណ្ណាផលវាបានប៉ុណ្ណឹងដែរវាអត់អាចយើងធ្វើស្រែ1ហិកតាតែប្រអង្គុយចង់បានផល20តើនវាអត់បានទេអញ្ចឹងហ្នឹងឯងមានសមាធិជឿលើហេតុផលហ្នឹងអញ្ចឹងវាអត់កើតទុកថាមិនអញ្ចឹងឯងអត់ទេសមាធិអង្គធម៌បានដល់បញ្ញាសំដៅទៅលើបញ្ញាហ្នឹងឯងដឹងថាអូអ្វីវាសិតតែមានហេតុអ្វីកើតឡើងមិនមែនអត់ហេតុទេអញ្ចឹងវាមានហេតុគ្រប់គ្រាន់ហើយរឿងល្អក្តីរឿងអាក្រក់ក្តីសុទ្ធតែមានហេតុរបស់វានៅពីក្រោយហើយអញ្ចឹងពេលជួបរឿងល្អមិនជួពេកទេកំណត់ដឹងថាអូអាហ្នឹង
ជាផលបនជាផលនៃការព្យាយាមរបស់យើងបើរឿងមិនល្អកើតឡើងហ្នឹងឯងកំណត់ដឹងហ្មងក្នុងអភិធម្មនិយាយថាអកុសលវិបាកឃើញរូបមិនល្អស្ដាប់ឮសំឡេងមិនពីរោះគេជេរគេនិយាយដើមអេចអូចអីចឹងទៅជាអកុសលវិបាកហ្មងអាហ្នឹងគឺសច្ចធម៌ជាផលនៃបាបចឹងហ្មងចឹងវាអត់ទៅកើតទុកទូមនោះនឹងរឿងនឹងពេកទេពីព្រោះកំណត់ដឹងថាវាមានហេតុវាមានអកុសលណាមួយវាដែលយើងធ្លាប់ធ្វើមកវានាំឲ្យកើតទៅជាអកុសលវិបាកផលនៃបាបហ្នឹងផលនៃបាបដែលយើងបានធ្វើហ្នឹងហើយអញ្ចឹងហើយក៏ហើយកំណត់ដឹងសង្ខារទាំងឡាយកើតហើយរលត់ទៅវិញគេនិយាយហើយចប់អាលុតឈឹងបាត់ហើយបើអ្នកដែលមានបញ្ញាគេមិនសូវយកពាក្យហ្នឹងមកអង្គុយកើតទុកក្តៅក្រហល់កាហាយមួយខែពីរខែទេគេកំណត់ដឹងថាអូអកុសលហ្នឹងកើតមកផ្លែតនិយាយចប់បាត់ហើយប៉ុន្តែអ្នកដែលខ្វះបញ្ញាហ្នឹងច្រើនតែកើតទុកដោយសាររឿងមិនល្អដែលកើតឡើងដោយសារមិនយល់អញ្ចឹងបាបចាស់ឲ្យផលផងខ្វះបញ្ញាបង្កើតបាបថ្មីអាមួម៉ៅអាចងគំនុំអាគុំគួនហ្នឹងអាហ្នឹងជាបាបថ្មីហើយអញ្ចឹងហ៊ានតម្លាក់អាហ្នឹងមានបញ្ញាសំនៅការយល់ដឹងពីដំណើរនៃធម្មជាតិអប់រំចិត្តរឿយទៅអាហ្នឹងបានយើងបន្ថយអាធាតុពុលនឹងមេរោគហ្នឹងហើយបន្ថែមធាតុល្អជាកុសលធម៌ហ្នឹងរឿយទៅមានខន្តីមានអត់ធន់មានបញ្ញាកំណត់ដឹងអំពីដំណើរនៃសង្ខារកើតរលត់មិនប្រកាន់មិនហួងហែងមានក៏ទទួលថាវាជាផលនៃបុណ្យទៅមិនវាត្រូវបាត់វាត្រូវបង់វិញគិតថាវាជាសង្ខារធម៌វាប្រែប្រួលអញ្ចឹងវាអត់ទៀងវាអត់ទាត់ទេអាហ្នឹងវាដូចឧបមាដូចថាជាគៀងវានៅប្រេងវាឆេះទៅវាអស់ប្រេងវារលត់ទៅព្រះអាទិត្យពេលល្ងាចក៏លិចទៅអាហ្នឹងសង្ខារនៅពេលមានហេតុបច្ច័យគ្រប់គ្រាន់បនមានយើងនៅមានជីវិតទ្រព្យយើងនៅរកបានដល់ពេលបនវាខ្សោយទៅរកវាបានតិចទៅពេលណាអស់បនទៅអារបស់ហ្នឹងវាត្រូវខាតឡងចុងទៅហើយយើងតើរៀនទទួលស្គាល់ថាហ្នឹងឯងជីវិតវាអញ្ចឹងទើបយើងអាចសម្រួលផ្លូវចិត្តមិនឲ្យកើតទុក្ខខ្លាំងបានហើយបើយើងនៅតែមួម៉ៅក្តៅក្រហាយគុំគួនដូចទៅជាប់ជំពាក់ហួងហែងប្រកាន់ថាស្អីត្រូវតែបានតាមអញចង់ហ្នឹងអាហ្នឹងកើតទុកខ្លាំងហើយពីព្រោះស្អីហ្នឹងវាមិនអាចតាមចិត្តយើងចង់រហូតទេបើយើងខ្វះនៅបនខ្វះហេតុទៅវាអត់បានទេវាតមានហេតុគ្រប់គ្រាន់បានអនុមោទនា